សូមស្វាគមន៍អ្នកទាំងអស់គ្នាមកកាន់ពិភពលោកនេះការប្រកួតប្រជែងរចនាម៉ូដពិភពលោកអ្នកឈ្នះមេដាយមាសនៃការប្រកួតនេះគឺផ្អែមសូមអបអរសាទរស្វីល្អណាស់បន្ទាប់ពីការខិតខំប្រឹងប្រែងអស់រយៈពេលជាច្រើនឆ្នាំទីបំផុតខ្ញុំបានសម្រេចក្តីស្រមៃរបស់ខ្ញុំហើយCCសូមអបអរសាទរអរគុណវិស័យនេះពិតជាគួរឲ្យខ្លាចណាស់ពួកគេពិតជាបានឈ្នះមេដាយមាសមែនទោះជាយ៉ាងណាក៏ដោយកិត្តិយសនេះអាចជារបស់ខ្ញុំតែប៉ុណ្ណោះមីងផែនការរបស់យើងអាចចាប់ផ្ដើមបានមីងខ្ញុំបានរកឃើញវាហើយបុរសមកពីទីក្រុងជេងហៅបានស្វែងរកព្រះអង្គសង្គ្រោះរបស់គាត់អស់រយៈពេល5ឆ្នាំមកហើយមានន័យថាចម្អិនអាហារខ្សែត្បូងថ្មដែលនៅជុំវិញរបស់គាត់គឺមកពីទីក្រុងជេងហៅយីកូនប្រសារស្រីដ៏ល្អរបស់ខ្ញុំគឺអ្នកប៉ុន្តែឥឡូវនេះជីនជូវត្រូវការព្រះចម្អិនអាហារដើម្បីជួយសង្គ្រោះវាម្ដងទៀតសូមជួយមីងរបស់អ្នកគិតអំពីដំណោះស្រាយមួយមីងឲ្យសូមសន្យាថានឹងបរិច្ចាគជាមុនសិនពួកគេបានយល់ព្រមឲ្យគាត់រៀបការជាមួយនរណាម្នាក់មកពីជេងហៅពេលគាត់សន្លប់ពេលកំពុងលេងម៉ាចុងអំឡុងពេលវះកាត់ទៅឲ្យលឿនមិនអីទេអាហាចុងភៅជីនជូវត្រូវការបដូរតម្រងនោមជាបន្ទាន់ប្រសិនបើអ្នកសុខចិត្តជួយសង្គ្រោះគាត់ខ្ញុំនឹងយល់ព្រមឲ្យអូនរៀបការជាមួយគ្រួសារអ្នកមានពិតមែនឬខ្ញុំនឹងត្រឡប់ទៅសេអ៊ូវិញភ្លាមCCតើមានអ្វីកើតឡើងប្រសិនបើអ្នកទៅមន្ទីរពេទ្យដើម្បីទាមទាររង្វាន់របស់អ្នកហេតុអ្វីមិនផ្ដល់អត្តសញ្ញាណប័ណ្ណរបស់អ្នកមកខ្ញុំនឹងទទួលយករង្វាន់សម្រាប់អ្នកអរគុណប្អូនស្រីរបស់ខ្ញុំនៅតែចង់លេងបទចម្រៀងជេងហៅរបស់ខ្ញុំការខិតខំប្រឹងប្រែងរបស់អ្នកទាំងអស់អត្តសញ្ញាណនិងកិត្តិយសរបស់អ្នកខ្ញុំនឹងទៅឆក់យកវាសួស្តីអ្នកទាំងអស់គ្នាខ្ញុំឈ្មោះស៊ីលូខ្ញុំបានប្រថុយជីវិតរបស់ខ្ញុំដើម្បីជួយសង្គ្រោះអ្នកនៅជេងហៅកាលពី5ឆ្នាំមុនអ្នកបាននិយាយថាអ្នកនឹងទទួលខុសត្រូវចំពោះខ្ញុំប៉ុន្តែខ្ញុំមានអារម្មណ៍ថាខ្លួនឯងអន់ជាងហើយបានដកថយលើកនេះខ្ញុំពិតជានឹងនៅក្បែរអ្នកកុំបារម្ភអីខ្ញុំនឹងទទួលខុសត្រូវចំពោះអ្នកលោកក្រវៃក្មេងខ្ញុំគ្រាន់តែជាអ្នកមើលថែក្មេងខ្ញុំមិនល្អគ្រប់គ្រាន់សម្រាប់អ្នកទេពេលខ្ញុំអាចធ្វើជាមិត្តស្រីរបស់អ្នកបានខ្ញុំនឹងត្រឡប់មកវិញដើម្បីរកអ្នកឥឡូវនេះខ្ញុំជាអ្នករចនាម៉ូដកម្ពុជាម្នាក់នៅជេងហៅទីបំផុតខ្ញុំស័ក្តិសមឈរក្បែរអ្នកតើអ្នកដឹងទេខ្ញុំក៏បានផ្ដល់ឲ្យអ្នកនៅកូនប្រុសមួយដែរសៀវជាអ្វីទៅដែលនាំអ្នកមកទីនេះសូមអបអរសាទរដល់អេម៉ៃដែលបានឈ្នះមេដាយមាសអរគុណហើយកូនប្រុសហេហេម៉ាក់ខ្ញុំបាននិយាយពីមុនថាខ្ញុំនឹងឈ្នះមេដាយមាសតើអ្នកដឹងទេថាវាជាការពិតឬអត់ដែលថាខ្ញុំនឹងត្រឡប់ទៅរកឪពុកខ្ញុំវិញជាការពិតណាស់វាជាការពិតប៉ុន្តែម៉ាក់ត្រូវទៅជួយសង្គ្រោះប៉ាជាមុនសិនតើនឹងមានអ្វីកើតឡើងបន្ទាប់ពីប៉ាជាសះស្បើយម៉ាក់នឹងនាំអ្នកទៅផ្ទះជួបជុំគ្រួសារយល់ព្រមទេល្អជាអ្នកបានទៅហើយតើព្រះមហាក្សត្រយានីគួរធ្វើអ្វីគាត់មកទីនេះជាពិសេសដើម្បីគ្រប់គ្រងអ្នកកុំបារម្ភអីគាត់នឹងមិនបន្ទោសខ្ញុំទេគាត់រឹតតែបារម្ភពីអាពាហ៍ពិពាហ៍របស់ខ្ញុំជាងខ្ញុំទៅទៀតវិធីនោះអ្នកអាចប្រាប់គាត់បានខ្ញុំកំពុងរងចាំគាត់នៅហេជិងដើម្បីធ្វើជាអ្នកកំដរកូនក្រមុំរបស់ខ្ញុំចេញទៅឥឡូវហើយសូមថែរក្សាឈិនឲ្យបានល្អអាយ៉ាព្រះមហាក្សត្រីយានីស្រស់ស្អាតណាស់ម្ចាស់ក្ត្រីអ្នកបម្រើស្រីខ្ញុំបានឃើញម្ចាស់ក្ត្រីហើយមីងម្ចាស់ក្ត្រីអ្នកនៅតែស្រស់ស្អាតខ្លាំងណាស់អ្នកនិយាយផ្អែមល្ហែមណាស់ហើយអ្វីបានជាជាវមិននៅទីនេះជាបានទៅហេជិងដើម្បីជួយសង្គ្រោះហ្វូជីនហៅគាត់បានសុំឲ្យខ្ញុំសុំទោសអ្នកដោយស្មោះក្រុមហ៊ុន Fiji Group ខេត្ត Fiji ក្រុងហេជិងខេត្ត Fiji តើអ្នកស្គាល់គាត់ទេគាត់បានអង្វរខ្ញុំឲ្យសហការជាមួយគាត់ដោយមិននឹកស្មានដល់មនុស្សដែលជាប្រាថ្នាចង់បានគឺគាត់មិនអីទេឲ្យតែជាសប្បាយចិត្តក្រុមហ៊ុន Telviji ខ្ញុំនឹងផ្ដល់ឲ្យពួកគេនៅបទបញ្ជាសហប្រតិបត្តិការដែលមានតម្លៃរាប់សិបពាន់លានដុល្លារតើនេះជាអំណោយអបអរសាទរសម្រាប់ជាមែនទេ
សូមអរគុណឯកឧត្តមគាត់ជាមិត្តល្អបំផុតរបស់ខ្ញុំក៏ជាផ្នែកមួយនៃគ្រួសាររបស់គាត់ដែរដរាបណាឪពុករបស់គាត់ប្រព្រឹត្តចំពោះគាត់ល្អនោះគ្រប់គ្រាន់ហើយប៉ុន្តែប្រសិនបើគាត់ប្រព្រឹត្តចំពោះជាយ៉ាងអាក្រក់ខ្ញុំនឹងធ្វើឲ្យក្រុមហ៊ុន Fiji Group បាត់ខ្លួនពី Hecheng អ្នកគឺជាពរជ័យរបស់ជាមិនប្រកាន់ទេវាមិនគួរឲ្យចាប់អារម្មណ៍ប៉ុន្មានទេដែលឆែមិននៅក្នុងពិធីប្រគល់រង្វាន់យ៉ាងណាក៏ដោយយើងនឹងមានពិធីជប់លៀងអាហារពេលល្ងាចដ៏ទាន់សម័យមួយនៅ Hecheng នៅពេលក្រោយហេតុអ្វីយើងមិនទៅ Hecheng ឥឡូវនេះចូលយើងធ្វើឲ្យជាមានការភ្ញាក់ផ្អើលមួយយល់ព្រមទេកំពុងរៀបចំយន្តហោះឯកជនមួយគ្រឿងចេញដំណើរពី Hecheng ជីនចៅទីបំផុតខ្ញុំរៀបការជាមួយអ្នកហើយចេញហៅអ្នកត្រឡប់មកវិញហើយតើអ្នកមានអារម្មណ៍យ៉ាងណាដែរអ្នកជាស្ត្រីលោភលន់និងគ្មានភាពអៀនខ្មាស់កិច្ចព្រមព្រៀងបរិច្ចាគតម្រង់នោមចែងយ៉ាងច្បាស់ថាគ្រូសាអ្នកមានបានឲ្យអ្នក50លានមុនសេការបង្ខំឯងយកលុយហើយនៅហ៊ានបង្ខំខ្ញុំឲ្យរៀបការទៀតមែនហើយប៉ូលីសខ្ញុំមិនដែលចុះហត្ថលេខាលើកិច្ចព្រមព្រៀងនេះទេខ្ញុំមិនបានបង្ខំគាត់ឲ្យរៀបការទេមីងខ្ញុំនិយាយថាអ្នកចង់រៀបការជាមួយខ្ញុំជួយផងខ្ញុំពិតជាគ្មានវាទេប៉ូលីសឲ្យអ្នកមិនជឿខ្ញុំទេទាំងនេះមិនមែនជាលុយរបស់ខ្ញុំទេនេះមិនមែនតតែសោះខ្លួនខ្ញុំផ្ទាល់មើលរដូវទាំង4ពិតជាខុសគ្នាមែនវាពិតជាមិនមែនជាខ្ញុំទេខ្ញុំមិនបានបង្ខំគាត់ឲ្យរៀបការទេម៉ាក់ខ្ញុំបានទទួលសម្បត្តិអាពាហ៍ពិពាហ៍របស់យើងហេតុអ្វីបានជាម៉ាក់ខ្ញុំត្រូវរើឥតឲ្យយើងពន្យល់ឲ្យច្បាស់ម៉ាក់ហៅខ្ញុំហើយនិយាយថាដរាបណាខ្ញុំបរិច្ចាគតម្រង់នោមឲ្យអ្នកតើអ្នកសុខចិត្តរៀបការជាមួយខ្ញុំទេម៉ាក់ខ្ញុំបានជួយយើងយកវាបន្ទាប់ពីខ្ញុំវះកាត់ខ្ញុំពិតជាមិនបានបង្ខំអ្នកឲ្យរៀបការទេខ្ញុំមិនដែលទទួលបាន50លានទេតើអ្នកកំពុងនិយាយរឿងមិនសមហេតុផលអ្វីខ្លះតើខ្ញុំមិនទាន់បានឲ្យអ្នក50លាននោះរួចហើយឬហាតើអ្នកកំពុងនិយាយអ្វីតើអ្នកនឹងយកលុយ50លានពីណាមកឲ្យខ្ញុំតើមានអ្វីកើតឡើងពិតប្រាកដម៉ាក់ឲ្យសូមពន្យល់រឿងនេះដល់មន្ត្រីប៉ូលីសផងកូនប្រុសគឺជាស្ត្រីនេះគាត់បានហៅខ្ញុំផ្ទាល់គាត់បាននិយាយថាគាត់សុខចិត្តបរិច្ចាគតម្រង់នោមឲ្យអ្នកណាទៅដឹងថាគាត់នឹងទទួលបាន50លានគាត់បានបង្ហាញវាភ្លាមទៅកាន់ប្រព័ន្ធផ្សព្វផ្សាយអ្នកបាននិយាយថាអ្នកបានសន្យាថានឹងរៀបការជាមួយនាងម៉ាក់ត្រូវបានបង្ខំឲ្យធ្លាក់ចូលទៅក្នុងស្ថានភាពនេះយើងទើបតែទទួលបានសម្បត្តិអាពាហ៍ពិពាហ៍របស់អ្នកអើយម៉ាក់ឲ្យទាំងអស់នេះជាកំហុសរបស់ម៉ាក់មិនដូចនោះទេតតែសោះហេតុអ្វីបានជាអ្នកនិយាយមិនសមហេតុផលតាមពិតទៅខ្ញុំពិតជាមិនជឿអ្នកទេខ្ញុំប្រហែលជាកំពុងនិយាយការពិតយ៉ាងណាមិញអ្នកបានកុហកខ្ញុំយីពិតជាអស្ចារ្យមែនកិច្ចព្រមព្រៀងបរិច្ចាគតម្រង់នោមត្រូវបានរៀបចំជាមុនយកតម្រង់នោមចេញពីការចម្អិនអាហារពួកគេបានគប់ដីយ៉ាត់គាត់ម្ដងទៀតជីនចៅអានាងពិតជាយល់ច្រឡំហើយស្អប់គាត់ណាស់ទេខ្ញុំពិតជាមិនបានតតវាទេហើយវាបានឆេះព្រះអម្ចាស់របស់ខ្ញុំនឹងមិនរៀបការជាមួយអ្នកទេខ្ញុំមានមនុស្សម្នាក់ដែលខ្ញុំចូលចិត្តស៊ីវស៊ីនៅតែរងចាំខ្ញុំទៅយកគាត់ដើម្បីឲ្យក្រុមគ្រួសារអាចជួបជុំគ្នាវិញខ្ញុំមិនជំពាក់ទេមេដឹកនាំនិកាយអ្នកបានខិតខំយ៉ាងខ្លាំងដើម្បីរៀបការជាមួយខ្ញុំតើគោលបំណងរបស់ពួកគេពិតប្រាកដជាអ្វីក្រោកឡើងតើអ្នកនៅចាំទេ5ឆ្នាំមុននៅ UK អ្នកត្រូវបានគេដាក់គុកនិងដាក់ថ្នាំសណ្ដំកូនស្រីដែលបានជួយសង្គ្រោះអ្នកវាគឺអ្នកនិងខ្ញុំអ្នកធ្លាប់និយាយថាអ្នកនឹងរៀបការជាមួយខ្ញុំសម្រាប់បងណាដែលត្រូវការ account CapCut Pro យកទៅប្រើប្រាស់ធ្វើការជាប្រចាំតម្លៃធូរថ្លៃប្រើប្រាស់បានបានmobile មួយនិង PC មួយអញ្ចឹងបងគ្រាន់តែ add Telegram ចូលទៅកាន់ Telegram បាទហើយវាយកន្លែងប៊ូតុងស្វែងរកមកប៊ូតុង Signal ហ្នឹងដាក់ user មកដាក់ add មកហើយវាយទៀតថា take and set 26បាទទៅនៅបានហើយឃើញaccount admin នៅខាងក្រោមនេះណាខ្ញុំតើអ្នកចាំទេពិតណាស់ខ្ញុំរក្សាពាក្យរបស់ខ្ញុំប៉ុន្តែតើអ្នកមានភស្តុតាងអ្វីខ្លះតើអ្នកអាចបញ្ជាក់បានទេថាអ្នកជាស្ត្រីទាំងខាងក្នុងនិងខាងក្រៅកុំបារម្ភអីខ្ញុំនឹងទទួលខុសត្រូវជំនួសអ្នក
ខ្ញុំមានការរៀបចំរបស់អ្នកកំពុងរៀបចំចេញដំណើរទូរស័ព្ទមកខ្ញុំគាត់សន្លប់អំឡុងពេលវះកាត់ក្រោមការប្រើថ្នាំសន្លប់ស្រមុកគ្មានខ្សែត្បូងថ្មអ្វីទាំងអស់កូនប្រុសអ្នកដែលជួយសង្គ្រោះកូនមិនមែនជាយីយីទេប៉ុន្តែជាយីយីជីនចៅបើធើមិនបានឃើញអ្នកយូរហើយយីយីមិនក៏អ្នកឯងទៅវិញតើអ្នកស្គាល់ជីនចៅទេពិតណាស់យាយស្គាល់យេងហៅពួកគេធំធាត់ជាមួយគ្នាតាំងពីតូចគូស្នេហ៍កាលពីកុមារភាពមីងទើបតែនិយាយថាអ្នកបានជួយសង្គ្រោះយុវវ័យរបស់ខ្ញុំតើមានអ្វីកើតឡើងពិតប្រាកដវាជាខ្ញុំតាំងពីដើមមកមីងស៊ីបានប្រាប់ខ្ញុំថាអ្នកកំពុងធ្វើត្រាប់តាមខ្ញុំដំបូងឡើយខ្ញុំមិនជឿទេខ្ញុំមិនបានរំពឹងថាវាជាការពិតទេអ្នកកំពុងកុហកហើយស្ត្រីនៅយប់នោះច្បាស់ជាខ្ញុំនឹងពន្យល់អ្នកពីដំណោះស្រាយហេតុអ្វីបានជាអ្នកកុហកអង្គុយតើមានអ្វីកើតឡើងជីនចៅបើធើស៊ីស៊ីជាមិត្តរួមថ្នាក់របស់ខ្ញុំបានប្រាប់គាត់អំពីរឿងនេះខ្ញុំបានជួយសង្គ្រោះអ្នកនៅ New Moon Cake កាលពី5ឆ្នាំមុនតាមពិតទៅវាគឺជាខ្ញុំតើខ្ញុំគួរធ្វើដូចម្តេចប្រសិនបើខ្ញុំមានផ្ទៃពោះនេះច្បាស់ជាខ្សែត្បូងថ្មដែលយេងហៅបានឲ្យខ្ញុំហេតុអ្វីបានជាវានៅជាមួយអ្នកខ្សែត្បូងថ្មបុរាណរបស់គ្រួសារអ្នកមានរបស់យើងអ្នកមិនស័ក្តិសមធ្វើជាមេដោះថោកទាបដូចអ្នកទេនេះច្បាស់ណាស់ដែលបងប្រុសជិនឈីវបានប្រាប់ខ្ញុំកាលពី5ឆ្នាំមុនខ្ញុំនៅទីនេះរយៈពេល5ឆ្នាំហើយស៊ីខ្ញុំចាត់ទុកអ្នកជាមិត្តល្អបំផុតរបស់ខ្ញុំគ្រាន់តែប្រាប់អ្នកពីអាថ៌កំបាំងពី5ឆ្នាំមុនប៉ុណ្ណោះប៉ុន្តែខ្ញុំមិនដែលរំពឹងថាអ្នកនឹងមិនត្រឹមតែធ្វើត្រាប់តាមខ្ញុំប៉ុណ្ណោះទេពួកគេថែមទាំងបានព្យាយាមលួចខ្សែត្បូងថ្មរបស់ខ្ញុំទៀតផងតើអ្នកអាចគ្មានភាពខ្មាស់អៀនយ៉ាងនេះដោយរបៀបណាវាតែងតែជាកំហុសរបស់ម្ដាយនៅពេលនិយាយអំពីកូនប្រុសម៉ាក់មិនគួរទៅយកសម្បត្តិអាពាហ៍ពិពាហ៍ឲ្យអ្នកទាំងពីរទេស្ត្រីអាក្រក់នោះគាត់មិនស័ក្តិសមធ្វើជាប្រពន្ធរបស់អ្នកតតែសោះប្រធានក្រុមអ្នកអាចទុកចិត្តខ្ញុំបានខ្ញុំជាស្ត្រីម្នាក់នោះកាលពី15ឆ្នាំមុនជឿខ្ញុំចុះបិទមាត់ទៅហេអ្នកពិតជាស្ត្រីម្នាក់ទាំងខាងក្នុងនិងខាងក្រៅខ្ញុំបានរកអ្នកហើយហេតុអ្វីបានជាអ្នកមិនប្រាប់ខ្ញុំព្រោះអ្នកពូកែពេកហើយខ្ញុំមានការគោរពខ្លួនឯងទៀតដូច្នេះក្នុងរយៈពេលប្រមាណឆ្នាំចុងក្រោយនេះខ្ញុំបានទៅសិក្សានៅបរទេសដើម្បីសិក្សាផ្នែករចនាម៉ូដចៅយូគាត់បានឈ្នះមេដាយមាសក្នុងការប្រកួតជើងឯកពិភពលោកដោយបានលះបង់ជីវិតរបស់គាត់មីងស៊ូខ្ញុំជាអ្នកដែលបានជួយសង្គ្រោះយេងហៅជីវ័យក៏ជាខ្ញុំដែរខ្ញុំមានអារម្មណ៍ថាខ្ញុំមិនល្អគ្រប់គ្រាន់សម្រាប់យេងហៅទេខ្ញុំទើបតែទៅសិក្សានៅបរទេសបន្ថែមអ្នកគ្មានខ្មាស់អៀនស៊ីឈូបាញ់ហ៊ានប្រមាថឈីនយីហើយដាក់ដៃលើគាត់ម្ដងទៀតកុំបន្ទោសខ្ញុំថាមិនសមរម្យបងជីនចៅខ្ញុំសុខសប្បាយទេកុំបន្ទោស CCA ខ្ញុំបានលាតត្រដាងការភូតកុហករបស់គាត់វាអាចយល់បានថាគាត់ស្អប់ខ្ញុំឥឡូវនេះអ្នកពិតជាដូចអ្វីដែលពួកគេហៅសួស្តីអនុប្រធានម្ចាស់ក្ត្រីបារាំងពិតជាបានផ្ញើអ៊ីមែលមកយើងមែនគាត់មិនត្រឹមតែអញ្ជើញអ្នកទៅពិធីជប់លៀងអាហារពេលល្ងាចដ៏ទាន់សម័យប៉ុណ្ណោះទេលើសពីនេះព្រះមហាក្សត្រីយានីបានមានបន្ទូលថាដោយសារការពិចារណាចំពោះស្វីផ្ដល់ឲ្យយើងនៅគម្រោងសហប្រតិបត្តិការដែលមានតម្លៃរាប់ពាន់លានអ្វីពិតមែនទេប៉ុន្តែតើអ្នកណាជាស្វីតផ្អែមវាជាសម្លៀកបំពាក់ពណ៌ខៀវយីយីហេតុអ្វីបានជាអ្នកមិនដែលប្រាប់ខ្ញុំរឿងនេះតាមពិតអ្នកគឺជាស្វីតដ៏ល្បីល្បាញខ្ញុំសូមប្រាប់អ្នកថាអ្នកគឺជាផ្កាយសំណាងរបស់គ្រួសារយើង5ឆ្នាំមុនពួកគេបានជួយសង្គ្រោះជីនចៅឥឡូវនេះពួកគេបាននាំមកជូនយើងនៅគម្រោងមួយផ្សេងទៀតដែលមានតម្លៃរាប់សិបពាន់លានដុល្លារអ្នកពិតជាអស្ចារ្យណាស់ដើមរដូវក្តៅគាត់មិនដែលបង្ហាញខ្លួនជាសាធារណៈក្នុងនាមជាស្វីតទេសូម្បីតែមីងហ្វូក៏មិនដឹងដែរព្រះមហាក្សត្រីយានីពិតជាមិនបានដឹងទេវាពិតជាសំណាងមួយផ្លែតមីងឲ្យសូមគុំសរសើរខ្ញុំអីខ្ញុំបានធ្វើរឿងទាំងអស់នេះវាទាំងអស់សម្រាប់បងប្រុសរបស់ខ្ញុំនៅយេនហៅម្ចាស់ក្ត្រីគឺជាឥស្សរជនដ៏មានអំណាចបំផុតនៅក្នុងពិភពម៉ូដនៃប្រទេសបារាំងការយល់ព្រមរបស់គាត់វាជាសម្បត្តិទៅកាន់ទំនិញប្រណិតលំដាប់ខ្ពស់ខ្ញុំចង់សហការជាមួយគាត់អស់រយៈពេលជាច្រើនឆ្នាំមកហើយជាអកុសលឥទ្ធិពលយីហោរបស់យើងខ្សោយពេកយ៉ងវ៉ាងមិនដែលងើយមុខឡើងលើវាទេយប់នេះខ្ញុំពិតជាត្រូវអរគុណអ្នកបំណងប្រាថ្នាជាច្រើនឆ្នាំអ្នកបានធ្វើឲ្យវាកើតឡើងចំពោះខ្ញុំអ្នកមិនអាចទុកចិត្តគាត់បានទេយុវជនខ្ញុំជាមនុស្សផ្អែមល្ហែមពិតប្រាកដគាត់គ្រាន់តែជាអ្នកក្លែងបន្លំប៉ុណ្ណោះហេតុអ្វីបានជាអ្នកបង្កាច់បង្ខូចខ្ញុំសៀវអ្នកដឹងច្បាស់ណាស់ថាអ្នកណាបានញ៉ាំរបស់ខ្លែងសួស្តីអ្នកទាំងអស់គ្នាខ្ញុំជាមេបញ្ជាការជាវជូតើអ្នកមានអ្វីផ្សេងទៀតដែលត្រូវនិយាយ
យិនចែវមេដៃមីសនោះជារបស់ខ្ញុំបានត្រឡប់ទៅជួយសង្គ្រោះអ្នកខ្ញុំគ្រាន់តែសុំឲ្យស៊ូយេនជួយខ្ញុំទាមទាររង្វាន់ប៉ុណ្ណោះខ្ញុំឃើញឯងមានគម្រោងធ្វើត្រាប់តាមខ្ញុំយូរហើយមែនទេដូច្នេះអ្នកបានស្នើជួយខ្ញុំទទួលរង្វាន់មែនទេស៊ីស៊ីតែងតែត្រូវការភស្តុតាងតើអ្នកមានភស្តុតាងណាមួយដែលបង្ហាញថាខ្ញុំមិនល្បីទេខ្ញុំស្គាល់អត្តសញ្ញាណរបស់ខ្ញុំស៊ីវជីងនិងម្ចាស់កត្រីគង់នៅក្រៅប្រទេសខ្ញុំមិនមានគំនូរព្រាងរចនាណាមួយនៅពេលនេះទេមេដៃមាសក៏ត្រូវបានឈ្នះដោយស៊ូខេងៀផងដែរមិនអាចផលិតវាបានទេខ្ញុំមានវីដេអូមួយពានរង្វាន់ត្រូវបានរៀបចំរួចរាល់អ្នកគ្មានអ្វីសោះពួកគេហ៊ានធ្វើត្រាប់តាមខ្ញុំម្ដងហើយម្ដងទៀតខ្ញុំមិនដែលឃើញវាពីមុនមកទេស្ត្រីគ្មានភាពខ្មាស់អៀនដូចអ្នកកូនប្រុសខ្ញុំដូចជាស្ត្រីអាក្រក់បែបនេះពិតជាមិនអាចស្នាក់នៅក្នុងកៅអីអ្នកដំណើររបស់យើងបានទេប្រាប់គេឲ្យទៅឲ្យឆ្ងាយតាមដែលអាចធ្វើទៅបានអាំនោះងងស្ត្រីម្នាក់នេះជាមនុស្សបោកប្រាស់និងជាមនុស្សកុហកយកគាត់ទៅប៉ុស្តិ៍ប៉ូលីសអ្នកជឿខ្ញុំមនុស្សនោះកាលពី5ឆ្នាំមុនគឺខ្ញុំទោះបីជាស្លាប់ទៅក៏ដោយខ្ញុំនៅតែជាអ្នកកុំស្ដាប់ពាក្យមិនសមហេតុផលរបស់គាត់ខ្ញុំឃើញវាជាអ្នកពួកគេបានប្រាប់ខ្ញុំឲ្យបរិច្ចាគរាងកាយរបស់ខ្ញុំអ្នកបានឡើងលើឆាកដើម្បីទទួលរង្វាន់ជំនួសខ្ញុំពួកគេជំពាក់ខ្ញុំ50លានខ្ញុំបានបង្ខំគាត់ឲ្យរៀបការជាមួយខ្ញុំគ្រប់គ្រាន់ហើយបងប្អូនស៊ីជូដំបងឡើយអ្នកបានបង្កាច់បង្ខូចខេងឥឡូវនេះអ្នកកំពុងបង្កាច់បង្ខូចខ្ញុំតើអ្នកចង់ស្លាប់ទេតើអ្នកជឿថាខ្ញុំពិតជាមិនបានធ្វើទេតើអ្នកជឿខ្ញុំទេស៊ីជូមុខលាក់ពុតនិងល្បិចករបស់អ្នកខ្ញុំស្អប់ខ្ពើមគាត់បានរងរបួសវះកាត់អំឡុងពេលវឹកហាត់យោធាព្រះមហាក្សត្រនៃព្រះបតាហេតុអ្វីបានជាអ្នកមិនជឿខ្ញុំអ្នកអាចទៅរកប្តីរបស់ខ្ញុំបានតើអ្នកកំពុងធ្វើអ្វីចុះហត្ថលេខាលើឯកសារលែងលះជាមួយបងប្រុសរបស់មន្ត្រីប៉ូលីសខ្ញុំនឹងមិនចុះហត្ថលេខាទេការចងចាំរបស់ស៊ូមិនអាចលាក់បាំងជារៀងរហូតបានទេរឿងអ្នកធ្វើត្រាប់តាមខ្ញុំរថយន្តប៉ូលីសដឹងរួចហើយចុះបើខ្ញុំធ្វើត្រាប់តាមអ្នកវិញគ្មានអ្នកណាជឿអ្នកទេលើនេះពួកគេគ្រាន់តែជឿអ្នកប៉ុណ្ណោះខ្ញុំនឹងដកហូតកិត្តិយសរបស់អ្នកដោយការចម្អិនអាហារយកអ្វីគ្រប់យ៉ាងពីអ្នកមិនអាចយកឈ្នះខ្ញុំបានទេប្រសិនបើអ្នកចុះហត្ថលេខាដោយគោរពតាមខ្ញុំក៏អាចពិចារណាផ្ដល់ឲ្យអ្នកនៅ10លានផងដែរខ្ញុំស្ដោះទឹកមាត់ដាក់យេញហៅពួកគេកំពុងស្វែងរកខ្ញុំអស់រយៈពេលជាច្រើនឆ្នាំមកនេះខ្ញុំគ្រប់គ្រាន់ដើម្បីបញ្ជាក់ថាគាត់យកចិត្តទុកដាក់ចំពោះបញ្ហានេះប៉ុណ្ណាស៊ូមេម៉ូរីខ្ញុំពិតជានឹងបង្ហាញភស្តុតាងដល់គាត់បង្ហាញភ្នែកអាក្រក់របស់អ្នកចាប់តាំងពីអ្នកមិនស្ដាប់បង្គាប់ខ្លាំងបន្ទាប់មកគុំបន្ទោសខ្ញុំចំពោះការមានសុជីវធម៌ចំពោះអ្នកអាចចូលមកតើអ្នកនឹងធ្វើអ្វីទៅសប្បាយខ្លះទៅបន្ទាប់មកខ្ញុំនឹងនាំអ្នកទៅសួនកំសាន្តភរិយាថ្មីរបស់ប្រធានក្រុមហ៊ុន Fiji Group មានលុយដើម្បីរៀបការគឺមិនអាចទទួលយកបានទេយើងនឹងត្រូវចាក់ចេញនៅពេលនោះយកទៅឆ្ងាយអនុប្រធានាធិបតីបានផ្ញើការត្រឹមតែ10សន្លឹកប៉ុណ្ណោះពិធីជប់លៀងវេបអស្ចារ្យណាស់លើកនេះខ្ញុំត្រូវសម្រាកឲ្យបានច្រើនពី8ថ្ងៃប្រមូលផ្ដុំអ្នកចូលទៅក្នុងកិច្ចសន្យាពេលខ្ញុំចុះកិច្ចសន្យាជាមួយម្ចាស់កត្រីម្ដងខ្ញុំជាអ្នករចនាម្នាក់ដែលធ្វើការឲ្យគាត់ជាមួយនឹងប្រាក់ខែប្រចាំឆ្នាំចំនួន$50លានបាតចាស់ថ្ងៃនេះហេតុអ្វីបានជាអ្នកមិនជឿខ្ញុំអ្នកអាចពិនិត្យមើលកណនីរបស់ខ្ញុំបានខ្ញុំមិនដែលកុហកអ្នកទេទៅពិនិត្យមើលថាតើមានសម្ទល់ឲ្យនៅក្នុងកណនីដែរឬទេមាន50លានលើសពីនេះសូមរៀបចំឡានមួយឲ្យខ្ញុំនឹងទៅជួបគាត់តើប្រជាជននៃណាពិនិត្យមើលថាតើរឿងមិនសមហេតុផលបានទៅណាលេងឆ្កែខ
ខ្ញុំបាននាំមនុស្សមកអ្នកលេងតាមដែលអ្នកចង់បានខ្ញុំមានសំណើតែមួយគត់ថតរូបខ្ញុំបន្ថែមទៀតវីដេអូអ្នកស្រីស៊ូកុំបារម្ភអីយើងមានវិជ្ជាជីវៈខ្ពស់ក្នុងការធ្វើរឿងបែបនេះខ្ញុំពិតជានឹងថតរូបឲ្យអ្នកពិតជាអាភិសនិងគ្មានភាពអៀនខ្មាសមែនលេងខ្ញុំទៅហាហាក្មេងតូចឲ្យតើអ្នកទៅណាតើអ្នកដឹងទេថាខ្ញុំជានរណាខ្ញុំជាប្រពន្ធរបស់ថមីអ្នកហ៊ានប៉ះខ្ញុំគាត់នឹងមិនអនុញ្ញាតឲ្យអ្នករួចផុតពីរឿងនេះទេបន្ទប់តើនឹងមានផលវិបាកអ្វីខ្លះកុំគិតថាខ្ញុំមិនដឹងឪពុករបស់អ្នកមិនស្រឡាញ់អ្នកតតែសោះគាត់សង្ឃឹមថាគាត់អាចដេកជាមួយអ្នកឥឡូវនេះខ្ញុំចង់លេងលេះអ្នកឆាប់ជាជាងយឺតហាហាហាហេតុអ្វីអូទេជីនចៅខ្ញុំទើបតែទៅមន្ទីរពេទ្យខ្ញុំបានរកឃើញថាការចម្អិនអាហារបានបាត់ទៅហើយគាត់ទៅ KFA ឥឡូវហើយមីងខ្ញុំបានយករូបថតដែលខ្ញុំបានរៀបចំទៅបារខារ៉ាអូខេរហ័សចេញពីផ្លូវទៅហេតុអ្វីបានជាអ្នកជួយសង្គ្រោះខ្ញុំពេលខ្ញុំទៅលេងសាច់ញាតិមកធ្វើបាបខ្ញុំប្រញាប់ឡើងជំនួយលោកប៉ូលីសឲ្យសូមជួយសង្គ្រោះខ្ញុំផងមានអ្វីកើតឡើងខ្ញុំបងប្រុសជេងហៅគឺជាគាត់ខ្ញុំបានទម្លាយការកុហករបស់គាត់ខណៈពេលកំពុងបែកញើសយ៉ាងខ្លាំងបន្ទាប់មកគាត់បានរៀបចំឲ្យមាននរណាម្នាក់ធ្វើឲ្យខ្ញុំសើមងគាត់បាននិយាយថាអ្នកនឹងមិនចង់បានខ្ញុំទេប្រសិនបើខ្ញុំខ្វក់អ្នកនៅតែជាចុងភៅរបស់គាត់ទេលោកអធិការស៊ូស៊ីនបានបង្កាច់បង្ខូចខ្ញុំម្ដងហើយម្ដងទៀតវាគឺជាគាត់បានសុំឲ្យខ្ញុំចុះហត្ថលេខាលើឯកសារលែងលះខណៈពេលដែលខ្ញុំនៅមន្ទីរពេទ្យខ្ញុំមិនយកស្រុកទេគាត់នាំខ្ញុំមកទីនេះដើម្បីឲ្យគាត់អាចធ្វើឲ្យខ្ញុំសើមងហើយធ្វើឲ្យខ្ញុំនៅស្ងៀមខ្ញុំមិនជឿអ្វីដែលខ្ញុំបានឃើញដោយភ្នែកផ្ទាល់របស់ខ្ញុំទេខ្ញុំជឿថាអ្នកកំពុងនិយាយមិនសមហេតុផលការចូលទៅក្នុងទីក្រុងខ្ញុំមិននិយាយរឿងមិនសមហេតុផលទេ8វិធីគាត់នាំអ្នកមកទីនេះដើម្បីបំបាក់មុខខ្ញុំបន្ទាប់ពីសម្លេងរបស់អ្នកបានលក់ទំនិញคล้ายៗឲ្យខ្ញុំម្ដងទៀតដៃរបស់ខ្ញុំខ្សែដៃរបស់ខ្ញុំត្រូវបានស្រោបដោយព្រលឹងរបស់គាត់អ្នកមិនជឿខ្ញុំទេមើលចុះប្រាប់ខ្ញុំផងតើមានអ្វីកើតឡើងពិតប្រាកដខ្ញុំនិយាយឲ្យត្រង់ទៅបើមិនដូច្នោះទេខ្ញុំនឹងប្រាប់អ្នកឲ្យសួរនៅពេលណាក៏បានខ្ញុំវាគឺជាគាត់បង្ខំខ្ញុំឲ្យជេរប្រមាថកញ្ញាស៊ូពួកគេថែមទាំងបានសុំឲ្យខ្ញុំថតវីដេអូខ្លីមួយសម្រាប់កញ្ញាស៊ូទៀតផងពួកគេនិយាយថាពួកគេនឹងផ្ញើវាទៅមាត់ទ្វារខ្ញុំនៅតំបន់អាក់ទិកហេតុអ្វីបានជាអ្នកនិយាយបែបនោះមកខ្ញុំបងប្រុសប៉ូលីសខ្ញុំមិនគួរត្រឡប់មកវិញទេជូហ្គេឆេងហេនខ្ញុំជាព្រះអង្គសង្គ្រោះរបស់អ្នកនឹងស៊ីឈូបានរៀបការរួចហើយប៉ុន្តែខ្ញុំបានបំផ្លាញអ្នកគាត់ក៏បានអនុញ្ញាតឲ្យបុរសនេះធ្វើឲ្យខ្ញុំសៅហ្មងរហូតដល់ស្លាប់ដែរអ្នកបាននិយាយថាអ្នកនឹងមិនបន្ទោសខ្ញុំទេដរាបណាខ្ញុំនៅតែខ្វក់គាត់សាហាវណាស់សិនខេងយូអ្នកកំពុងនិយាយមិនសមហេតុសមផលដំបូន្មានទៅកាន់ថៃនិយាយថាមិនមែនជារឿងមិនសមហេតុផលទេកូនប្រុសឲ្យចូលមើលរបស់ទាំងនេះឲ្យច្បាស់ដើមរដូវក្តៅនេះមូលហេតុដែលមេដោះរបស់យើងបានចាក់ចេញកាលពី5ឆ្នាំមុនចាក់ចេញពីផ្ទះរបស់យើងវាគឺដោយសារតែគាត់បានភ្ជាប់ទំនាក់ទំនងជាមួយឈៀវដែលជាកូនប្រុសខុសច្បាប់របស់គ្រួសារឈៀវបញ្ចូលស៊ីវជីនត្រូវបានបណ្តេញចេញពីគ្រួសារស៊ីវបន្ទាប់ពីគាត់បានធ្វើឲ្យស្ត្រីម្នាក់មានផ្ទៃពោះស្ត្រីនោះឈ្មោះស៊ីឈូ5ឆ្នាំមុនអ្នកបានផ្ដល់កំណើតឲ្យកូនរបស់ឈៀវយិនមែនទេស្ត្រីម្នាក់នេះនាងមិនត្រឹមតែមានជីវិតឯកជនដ៏ច្របូកច្របល់និងអសិលធម៌ប៉ុណ្ណោះទេលើសពីនេះពួកគេក៏បានអនុវត្តគម្រោងនិងគម្រោងអាក្រក់ផងដែរកូនប្រុសឲ្យអ្នកពិតជាមិនអាចត្រូវបានគាត់បោកបញ្ឆោតម្ដងទៀតបានទេជ្រូកអ្នកពិតជាអស្ចារ្យណាស់គាត់ធ្លាប់មានកូនជាមួយអ្នកផ្សេងអ្នកនៅតែហ៊ានរៀបចំផែនការរៀបការជាមួយខ្ញុំមែនទេឥតខ្មាស់អៀននាងឆាងខ្ញុំមានកុំជឿពាក្យមិនសមហេតុផលរបស់ពួកគេស្ត្រីអ្នកគួរស្លាប់ឯកឧត្តមតើមានព័ត៌មានអ្វីលើនេះទេ
ខ្ញុំមិនអាចតាក់ទងគាត់តាមទូរស័ព្ទបានទេត្រូវតែមានអ្វីខុសជាមួយគាត់ដែលមិនដែលបិទទូរស័ព្ទរបស់គាត់ព្រះករុណាបានរកឃើញចុងភៅម្នាក់ហើយតើគាត់កំពុងចម្អិនអាហារនៅណាស្ត្រីនោះឥឡូវនេះនៅខេវតើគាត់អាចទៅកន្លែងបែបនេះដោយរបៀបណាតើមានអ្វីកើតឡើងចំពោះគាត់បន្ទាប់ពីកញ្ញាឆេបានរៀបការជាមួយគ្រួសារអ្នកមានគាត់តែងតែត្រូវបានគ្រួសារអ្នកមានធ្វើបាបគាត់បានរងរបួសនិងត្រូវបានបញ្ជូនទៅសម្រាប់ព្យាបាលនៅមន្ទីរពេទ្យកាលពីម្សិលមិញថ្ងៃនេះគាត់ត្រូវបានគេនាំទៅហាងខារ៉ាអូខេម្ដងទៀតទោះបីជារបួសរបស់គាត់មិនទាន់ជាសះស្បើយក៏ដោយក្រោយពីត្រូវគេប្រមាថអ្វីប្រាប់បុរសរបស់អ្នកទាំងអស់ថាយើងនឹងទៅច្រៀងខារ៉ាអូខេប៉ូលីសអ្នកជឿខ្ញុំនឹងឆេយិនគ្មានទោសទេតែក្មេងម្នាក់ណាដែលខ្ញុំបានជួយសង្គ្រោះពីក្រោមផ្លែទឹមកាលពី5ឆ្នាំមុនទីស្ករសាជីវកម្មអ្នកនៅតែចង់កុហកខ្ញុំមែនទេអ្នកដែលបានជួយសង្គ្រោះខ្ញុំកាលពី5ឆ្នាំមុនគឺជាស្ត្រីម្នាក់ដែលស្លៀកពាក់ពណ៌ខៀវតើអ្នកមានផ្ទៃពោះជាមួយកូនខ្ញុំដោយរបៀបណាចំអិនអាហារអ្នកកំពុងកុហកដោយមិនគិតអ្វីទាំងអស់ខ្ញុំមិនបានកុហកអ្នកទេស៊ីម្ដេចក៏ឯងគ្មានភាពខ្មាស់អៀនយ៉ាងនេះអ្នកមិនត្រឹមតែគិតថាអ្នកបានរៀបការជាមួយបងប្រុសមកពីយេញហៅនោះទេអ្នកថែមទាំងបានចាត់ទុកកូនរបស់អ្នកដទៃដូចជាកូនប្រុសរបស់គាត់ទៀតផងអ្នកពិតជាខុសខើណាស់ជាពិសេសកូនប្រុសមកពីយេញហៅចូលបិទមាត់តែម្ចាស់ផ្ទះហ៊ានធ្វើដូចកូនប្រុសខ្ញុំដោយរបៀបណាហ្វូជីនជូតើអ្នកអាចនិយាយដូចនេះដោយរបៀបណាជាពិសេសកូនប្រុសរបស់អ្នកសូមឲ្យខ្ញុំមានកូនប្រុសម្នាក់ខ្ញុំនឹងមិនអនុញ្ញាតឲ្យអ្នកគាត់ថែមទាំងបានទៅដល់កម្រិតនៃការបង្កាច់បង្ខូចនិងខុបខិតគ្នាប្រឆាំងនឹងឪពុកម្ដាយរបស់គាត់ទៀតផងថ្ងៃនេះខ្ញុំនឹងអនុញ្ញាតឲ្យអ្នកសាកល្បងមេពីតំបន់អាក់ទិកស៊ីនឆេងតើអ្នកអាចទុកចិត្តខ្ញុំបានទេពួកគេបានរៀបចំវាទាំងអស់ដោយខ្លួនឯងមិនមែនខ្ញុំទេអ្នកជឿខ្ញុំចុះខ្ញុំគ្រាន់តែកំពុងបោះភក់អ្នកគាត់បានប្រាប់អ្នកឲ្យមានចិត្តស្អប់តិចជាងអ្នកប្រមាថគាត់តាមដែលអ្នកចង់បានទេភ័យកុំភ័យអីហេតុអ្វីបានជាអ្នកធ្វើបែបនេះចំពោះខ្ញុំកុំភ័យអីចូលទៅសម្លាញ់ឲ្យតើខ្ញុំត្រូវផឹកអ្វីកុំរើឬស្រែកខ្ញុំបាននិយាយអ្នកអាចស្រែកខ្លាំងបានប៉ុន្តែគ្មានអ្នកណាមកជួយសង្គ្រោះអ្នកទេអ្នកហៅខ្ញុំកាន់តែច្រើនខ្ញុំកាន់តែរំភើបអ្នកទាំងពីរទប់ខ្ញុំចុះខ្ញុំនឹងទៅមុនខ្ញុំមិនដែលនៅជាមួយនារីស្រស់ស្អាតបែបនេះពីមុនមកទេខ្ញុំត្រូវតែអរគុណអនុប្រធានខ្ញុំសូមអង្វរអ្នកខ្ញុំសូមអង្វរអ្នកសូមគំវីខ្ញុំអ្នកបានអង្វរខ្ញុំឲ្យដោះលែងអ្នកអនុប្រធានាធិបតីបានណែនាំយើងឲ្យថែរក្សាអ្នកឲ្យបានល្អអ្នកបានប្រាប់ខ្ញុំឲ្យដោះលែងអ្នកអាហារគ្រាន់តែធ្វើជាក្មេងស្រីល្អហើយរីករាយនឹងខ្លួនឯងបើកទុកឲ្យខ្ញុំទៅហាតើដៃណាដែលពួកគេបានរើបន្តិចតើខ្ញុំគួរបិទដៃមួយណាវីពួកគេពាក់កណ្ដាលរហូតដល់ស្លាប់ម្ដងទៀតបោះខ្ញុំចូលទៅក្នុងប៉ុស្តិ៍ប៉ូលីសបាត់ចាស់លើកលែងទោសឲ្យខ្ញុំផងព្រះមហាក្សត្រីយេនីមិនពាក់ព័ន្ធនឹងកិច្ចការរបស់យើងទេអនុប្រធានាធិបតីបានប្រាប់យើងឲ្យបម្រើគាត់របស់គាត់គឺជាអនុប្រធានប៉ាបានរមាខ្ញុំអ្នកហ្វូជេងហៅខ្ញុំបានធ្វើវាសម្រាប់ជាប្រយោជន៍របស់ជាគាត់ត្រូវបានផ្ដល់ឲ្យតែគម្រោងមួយដែលមានតម្លៃរាប់សិបពាន់លានដុល្លារប៉ុណ្ណោះតើគាត់ហ៊ានប្រព្រឹត្តចំពោះជាបែបនេះដោយរបៀបណាអ្នកទស្សនាចូលទៅរកគ្រួសារអ្នកមានហើយនាំហ្វូជេងហៅមកឲ្យខ្ញុំអាឌ្រៀនកុំទៅរកគាត់ដែលកំពុងធ្វើឲ្យអ្នកអាម៉ាស់មុខបែបនេះខ្ញុំមិនអាចពន្លត់កំហឹងរបស់ខ្ញុំបានទេបើមិនបានដោះស្រាយជាមួយគាត់កុំបារម្ភអីគ្រួសារអ្នកមានតូចខ្ញុំបានរំកើម្រាមដៃរបស់ខ្ញុំនោះនឹងធ្វើឲ្យពួកគេលែងមានទៀតអ្នកមិនចាំបាច់មកទេខ្ញុំនឹងទៅដោយខ្លួនឯង
ជាអូខេផ្ដល់ឲ្យខ្ញុំនៅកិច្ចព្រមព្រៀងលែងលះខ្ញុំចង់លែងលះខ្ញុំបានគិតវារួចរាល់ហើយខ្ញុំបានសម្រេចចិត្តហើយខ្ញុំបានតាមគាត់អស់រយៈពេល5ឆ្នាំគាត់បានសង្គ្រោះ2 ដងអ្វីដែលទទួលបានវាគ្រាន់តែជាការមិនទុកចិត្តនិងការប្រមាថរបស់គាត់ប៉ុណ្ណោះជួយដេញឆាវខ្ញុំមិនចង់ទេស៊ីវិកតូរីយ៉ាយប់ស្អែកវាជាពិធីជប់លៀងសប្បុរសធម៌របស់អ្នកខ្ញុំនឹងត្រឡប់មកវិញជាស្វីតខ្ញុំនឹងអនុញ្ញាតឲ្យឪពុករបស់ខ្ញុំបងថ្លៃឲ្យស៊ូជីយីជ័យជំនះឬបរាជ័យដោយការរំពឹងទុកនៃការរចនាដែលបានឈ្នះមេដាយមាស CC ឈុតនេះស័ក្តិសមនឹងអ្នកណាស់ត្រសក់សមុទ្រទាំងមូលនៅយប់នេះអ្វីនឹងក្លាយជាអារម្មណ៍ដោយសារតែអ្នកឋានៈជាតារាល្បីរបស់ Hachen ទាំងអស់ត្រូវបានគេដឹងថាយប់នេះ Sweet នឹងស្លៀកឈុតពណ៌ភ្លឺចែងចាំងហើយមានតែនីឆាំងម្នាក់គត់មានពីផ្អែមល្ហែមខ្ញុំពិតជាទន្ទឹងរង់ចាំជួបសូខៃណាស់យប់នេះខ្ញុំនឹងធ្វើវានៅចំពោះមុខភ្ញៀវទាំងអស់ស៊ីអ្នកពិតជាខុសគ្នាពីមុនមែនស្នេហាចិត្តខ្លាយជាគួរឲ្យអស់សំណើចណាស់នៅពេលដែលវាច្បាស់លាស់តើកិច្ចព្រមព្រៀងលែងលះរបស់ខ្ញុំនៅឯណារួចរាល់ហើយយប់នេះជាយប់ដែលខ្ញុំនឹងចម្អិនសម្លៀកបំពាក់កើតជាថ្មីរបស់ខ្ញុំចង់បង្ហាញខេត្តហ្វូជីនចម្អិនអាហារមួយប្រភេទទៀតបន្ទាប់ពីយប់នេះខ្ញុំស៊ូឈៀងមិនត្រឹមតែជាអ្នកសង្គ្រោះបងប្រុសរបស់ខ្ញុំនៅជីនជើប៉ុណ្ណោះទេលោកក៏ជាអ្នកឧបត្ថម្ភដល់ក្រុមហ៊ុនរបស់លោកផងដែរអាយ៉ាពិធីជប់លៀងរបស់ម្ចាស់ក្ត្រីថ្ងៃនេះពិតជាអស្ចារ្យណាស់មើលទ្រព្យសម្បត្តិថ្មីទាំងអស់ពីហៃឆេងបានមកដល់ហើយស្រីសម្បូរលុយច្រើនណាស់យើងទាំងអស់គ្នាសុទ្ធតែស្រស់ស្អាតបំផុតហាថ្ងៃនេះក្រៅពីព្រះមហាក្សត្រីយានីយើងត្រូវតែជាបេះដូងដ៏ភ្លឺស្វាងបំផុតមីងឲ្យសូមគុំសរសើរខ្ញុំអីវាជារោគមកពីរោងចក្រនៃផ្អែមគឺផ្អែមល្ហែមបានលេចចេញមកតាមពិតទៅ Sweet គឺជាអ្នកនាងស៊ូខេងសម្លៀកបំពាក់របស់គាត់ស្អាតណាស់ស្វេកមានទេពកោសល្យណាស់ខ្ញុំពិតជាចង់ពាក់ស្នាដៃរបស់គាត់ណាស់អូអ្នកនៅក្បែរនាងគឺជាប្តីរបស់នាងគាត់សង្ហាណាស់ពួកគេពិតជាគូប្រកួតដ៏ល្អឥតខ្ចោះអាយ៉ាអ្នកពិតជាអស្ចារ្យណាស់មើលនៅពេលដែលអ្នកមកដល់ថ្ងៃនេះអ្នកបានក្លាយជាចំណុចកណ្ដាលនៃការចាប់អារម្មណ៍សប្តាហ៍ថ្ងៃនេះមានតែម្ចាស់ក្ត្រីទេដែលអាចប្រៀបធៀបជាមួយអ្នកបានខ្ញុំមិននឹកស្មានថាមនុស្សដែលខ្ញុំលួចស្រឡាញ់នឹងមានប្រជាប្រិយភាពខ្លាំងយ៉ាងនេះទេដោយមានជំនួយពីគាត់ក្រុមហ៊ុន VJ របស់ខ្ញុំពិតជានឹងឈានដល់កម្រិតថ្មីមួយទៀតស៊ូវីតាសូមស្វាគមន៍អរគុណសួស្ដីអ្នកទាំងអស់គ្នាខ្ញុំឈ្មោះស៊ូវៃតេអរគុណអ្នកទាំងអស់គ្នាសម្រាប់ការចូលចិត្តខ្ញុំក៏សង្ឃឹមថាអ្នកទាំងអស់គ្នាអាចគាំទ្រការងាររបស់ខ្ញុំផងដែរស្លេកអ្នកមិនសមនឹងទទួលបានវាទេខ្ញុំជាចិត្តហេតុអ្វីបានជាស៊ីឈូមកហើយស្លៀកពាក់ស្អាតណាស់ឈុតតើមនុស្សម្នាក់នេះជានរណានាងនៅតែហៅខ្លួនឯងថាស៊ូវៃតាំងគាត់ស្លៀកអាវរោមជៀមវែងមានតែមួយទេមែនទេតើគាត់ពាក់របស់คล้ายមែនទេប៉ុន្តែខ្ញុំឃើញសម្លៀកបំពាក់របស់គាត់ស្អាតជាងសម្លៀកបំពាក់របស់អ្នកស្រីស៊ូទៅទៀតលើសពីនេះនាងមានរូបរាងដ៏ប្រណិតនិងឆើតឆាយជាងកញ្ញាស៊ូទៅទៀតបិទមាត់ទៅបើអ្នកមិនអាចនិយាយបានផ្អែកលើគាត់តែម្នាក់ឯងពួកគេមិនស័ក្តិសមសូម្បីតែកាន់ស្បែកជើងរបស់យើងទេអនុប្រធានាធិបតីលោកស្រីហ្វូក្រោយពីคล้ายស៊ូស្ដីពេលល្ងាចតាមពិតពួកគេហ៊ានបង្កបញ្ហាបន្ទាប់ពីញុះញង់មនុស្សល្ងងនោះទេអ្នកអនុញ្ញាតឲ្យគាត់បំផ្លាញអ្វីដែលខ្ញុំទទួលបានចុងក្រោយកាត់អ្នកពិតជាខ្មាស់អៀនណាស់ក្នុងការចម្អិនអាហារ
អ្នកគិតថាអ្នកអាចធ្វើពុតជាផ្អែមល្ហែមបានដោយសារតែអ្នកពាក់អាវែងនេះមែនទេខ្ញុំដឹងថាអ្នកច្រណែននឹងខ្ញុំប៉ុន្តែការធ្វើត្រាប់តាមអ្នកដទៃនឹងធ្វើឲ្យអ្នកកាន់តែខ្មាស់អៀនដងស៊ីធ្វើត្រាប់តាមវាអាស្រ័យលើខ្ញុំមិនដឹងថាអ្នកខ្លែងខ្លាយប្រភេទណាទេត្រូវត្រៀមខ្លួនដើម្បីបង់ថ្លៃស៊ីជូរយប់នេះជាអាហារពេលល្ងាចរបស់ម្ចាស់កត្រីអ្នកគ្មានជំរឿអ្វីក្រៅពីធ្វើសកម្មភាពដោយមិនប្រុងប្រយ័ត្ននោះទេគ្រាន់តែសុំទោសខ្ញុំឥឡូវនេះហើយចាក់ចេញខ្ញុំអាចមើលរំលងវាបានអ្នកកំពុងស្លៀកឯកសន្តានរោងចក្រធុកខ្លាំងខ្លាយហើយធ្វើពុតជាខ្ញុំរោងចក្រភុកខ្លាំងខ្លាយអ្នកពិតជាម្ចាស់នៃការកុហកនិងពាក្យសម្ដីឆ្លាតវៃមែនយ៉ាងខិជៀវមិនអីទេព្រោះអ្នកនិយាយថាអ្នកជាអារ៉ាដ៏មានល្បិចកលដូច្នេះសូមឲ្យខ្ញុំប្រាប់អ្នកគំនិតរចនារបស់ណៃឆេងការចុះពីឡានក្រុងគ្រាន់តែជាគំនិតរចនាប៉ុណ្ណោះអ្នកគិតថាអ្នកអាចបំបាក់ខ្ញុំបានមែនទេខ្ញុំបានរចនាច្រកចេញរបស់ខ្ញុំគោលបំណងគឺដើម្បីបង្ហាញពីភាពតាក់ទាញពិសេសរបស់ស្ត្រីតាមរយៈរ៉ូបផ្លូវការខ្សែគុជខ្យងបញ្ជាក់ពីខ្សែកង់ដ៏ល្អឥតខ្ចោះរបស់ស្ត្រីធ្វើឲ្យអ្នកពាក់លេចធ្លោដូចតារានៅក្នុងហ្វូងមនុស្សអស្ចារ្យនិងថ្លៃថ្នូរភ្លឺចែងចាំងអយយើងបានពន្យល់វាយ៉ាងល្អនេះឆាងកៃមិនមែននិយាយអំពីការបង្ហាញមុនស្នេហ៍នោះទេគាត់តំណាងឲ្យការការពារគុជខ្យងចំនួន24នៅចង្កេះតំណាងឲ្យរយៈពេលព្រះអាទិត្យ24នៃឆ្នាំសម្លៀកបំពាក់នេះមានចំនួនសរុប525 500បន្ទះពួកវាទាំងអស់សុទ្ធតែធ្វើដោយដៃតំណាងឲ្យការការពារចំនួន525 500នាទីពេញមួយឆ្នាំនេះជាគំនិតរចនារោងចក្រផលិតភពសម្លៀកបំពាក់របស់គាត់ពិតជាមានកម្រិតខ្ពស់និងប្រណិតជាងដោយគ្មានកំហុសតែមួយតើការត្រដុសពិតជាទម្រង់នៃការគិតមែនទេស៊ូឈៀងគឺជាអ្នកខ្លែងបន្លំពេញមួយជីវិតស៊ីឈូអ្នកកំពុងធ្វើពុតជាខ្ញុំនៅក្នុងមតិយោបល់ខ្ញុំអាចទុកវាចោលបានប៉ុន្តែយប់នេះជាល្ងាចរបស់ម្ចាស់កត្រីខ្ញុំនឹងមិនអត់អន់ចំពោះភាពមិនប្រុងប្រយ័ត្នរបស់អ្នកទេលោកអ្នករាល់គ្នាខ្ញុំជាមនុស្សផ្អែមល្ហែមខ្ញុំមានភស្តុតាងភស្តុតាងនៃការចម្អិនអាហារគឺច្បាស់លាស់តើអ្នកមានអ្វីផ្សេងទៀតដែលត្រូវនិយាយស៊ូជីងយីអ្នកមានវីដេអូមួយដែលធ្វើត្រាប់តាមខ្ញុំបោកប្រាស់និងបោកប្រាស់គ្រប់ទីកន្លែងអ្នកពិតជាគិតថាតើខ្ញុំគ្មានភស្តុតាងណាមួយដើម្បីបញ្ជាក់ពីអត្តសញ្ញាណរបស់ខ្ញុំទេខ្ញុំនឹងមិនបារម្ភអំពីការរៀបចំទេនៅពេលដែលខ្ញុំជួបអ្នកនៅដើមសប្តាហ៍ក្រោយគាត់ត្រូវបានបណ្ដេញចេញស៊ីខ្ញុំដឹងថាអ្នកស្អប់ខ្ញុំប៉ុន្តែយប់នេះគឺជាពិធីជប់លៀងអាហារពេលល្ងាចរបស់ម្ចាស់កត្រីអ្នកមិនអាចបង្កបញ្ហានៅក្នុងពិធីជប់លៀងអាហារពេលល្ងាចរបស់ម្ចាស់កត្រីបានទេមែនទេប្រសិនបើវាបំផ្លាញកិច្ចសហប្រតិបត្តិការជាមួយបងប្រុសរបស់ខ្ញុំនៅយេងហៅសៀវឈូអ្នកបានធ្វើរឿងអាក្រក់ច្រើនណាស់មិនបាច់និយាយទេពួកគេនៅតែបង្កបញ្ហានៅក្នុងពិធីជប់លៀងចាក់ចេញភ្លាមខ្ញុំបានធ្វើរឿងអាក្រក់គ្រប់បែបយ៉ាងអនុប្រធានប៉ូលីសតើខ្ញុំអាចអាក្រក់ដូចអ្នកបានទេមានរឿងអ្វីកើតឡើងនៅខេវយប់មិញខ្ញុំនឹងសងអ្នកវិញទ្វេដងកុំចូលទៅក្នុងសន្លាក់យិនយ៉ាងនេះរឿងរវាងពួកយើងខ្ញុំនឹងនិយាយជាមួយអ្នកដោយរីករាយជាវហ័រគេបានរកឃើញថាកណេរបស់គាត់មិនមានការធានាចំនួន50លានទេដើម្បីស្វែងយល់ពីអ្វីដែលបានកើតឡើងតោះនិយាយគ្នាលេងតើមានអ្វីទៀតដែលយើងត្រូវនិយាយគ្នាទៀតទេលោកអនុប្រធានាធិបតីតើអ្នកពិតជាត្រូវធ្វើឈុតឆាកថ្ងៃនេះមែនទេបើអ្នកនៅតែចង់ក្លាយជាប្រពន្ធអ្នកមានរបស់អ្នកត្រឡប់ទៅវិញឲ្យលឿនមានអារម្មណ៍សោកស្ដាយខ្ញុំមិនចង់ឲ្យអ្នកនិយាយអ្វីទេខ្ញុំបាននិយាយខ្ញុំលែងចង់ទៀតហើយចូលយើងលេងលេះគ្នាចំអិនអាហារខ្ញុំបានចុះហត្ថលេខារួចហើយទេម្ចាស់កត្រីស្អប់បំផុតនៅពេលដែលមនុស្សឆ្លោះប្រកែកគ្នានៅក្នុងពិធីជប់លៀងរបស់ទ្រង់ស្ត្រីម្នាក់នេះពិតជាចង់លេងលេះពីខ្ញុំអ្នកក្រោមបង្គាប់ចេញពីទីនេះឥឡូវនេះកុំបន្ទោសខ្ញុំថាឆ្លើយចំពោះអ្នកបន្ទាប់មកខ្ញុំនឹងស្នាក់នៅទីនេះថ្ងៃនេះសាកមើលឲ្យច្បាស់ថាអ្នកឆ្លើយប៉ុណ្ណាចំពោះខ្ញុំបានរងចាំថ្ងៃនេះអស់រយៈពេល3ឆ្នាំហើយប៉ុន្តែវាជាឱកាសតែមួយគត់សម្រាប់ម៉ាកយីហោដើម្បីចូលទៅក្នុងឧស្សាហកម្មទំនិញប្រណិតខ្ញុំមិនអាចមានលទ្ធភាពធ្វើខុសសូម្បីតែបន្តិចឡើយបងប្អូនជីដូនមួយរបស់ខ្ញុំនៅយប់នេះគាត់គឺជាអ្នកទទួលបន្ទុកសន្តិសុខនេះជាវជីវនេះជាទង្វើរបស់អ្នកផ្ទាល់យប់នេះការហៅទូរស័ព្ទគឺល្អលោកគ្រូសៀខ្ញុំមិនត្រឹមតែចង់បណ្ដេញអ្នកចេញទេបងប្រុសអឡំបែលក៏នឹងដេញអ្នកចេញដែរតើអ្នកមានសិទ្ធិអ្វីមកលួងលោមខ្ញុំសួស្តីបងប្អូនជីដូនមួយតើអ្នកណាកំពុងស្វែងរកសេចក្តីស្លាប់ប្រតិកម្មរបស់គាត់ចំពោះការហ៊ានឈ្លានពានលើទ្រព្យសម្បត្តិរបស់ព្រះករុណាគឺប្អូនថ្លៃស្រីអ្នកណាថាខ្ញុំរំលោភបំពានខ្ញុំមានប្អូនស្រីឈិនតាមពិតទៅនេះគឺជាជំពូកតែមួយគត់ដែលមានបងស្រីឈិនរហូតមកដល់បច្ចុប្បន្នតើអាចទេដែលស្ត្រីដ៏ស្រស់ស្អាតម្នាក់នេះភ្ញៀវកិត្តិយសបំផុតរបស់ព្រះមហាក្សត្រីយេនីមិនអាចទៅរួចគាត់គ្រាន់តែជាក្មេងរពីសម្នាក់ដែលគ្មានសញ្ញាបត្រនិងគ្មានជំនាញអ្វីឡើយតើគាត់ទទួលបានគំនិតថាគាត់បានញ៉ាំអាហាររបស់គ្រួសារទាំងមូលពីណានេះពិតជាคล้ายមែន
ពួកគេថែមទាំងហ៊ានខ្លាញ់បន្លំវាទៀតផងនៅដើមរដូវក្តៅដំបូងឡើយខ្ញុំគិតថាអ្នកកំពុងស្លៀករូបអាក្រាតកាយខ្លាញ់ខ្ញុំគ្មានភាពខ្មាស់អៀនគ្រប់គ្រាន់ហើយដែលធ្វើពុតជាអ្នកដទៃខ្ញុំមិនដែលស្រមៃថាពួកគេនឹងប្រឌិតអ្វីមួយដើម្បីលួចចូលទៅក្នុងពិធីជប់លៀងនោះទេស្ថានភាពបច្ចុប្បន្នអ្នកពិតជាបានបំផ្លាញទស្សនៈពិភពលោករបស់ខ្ញុំមែនបើប្រៀបធៀបទៅនឹងភាពគ្មានខ្មាស់អៀនអ្នកត្រូវតែជាដែកធ្វើពុតជាព្រះអង្គសង្គ្រោះធ្វើពុតជាផ្អែមល្ហែមយប់នេះខ្ញុំនឹងធ្វើឲ្យអ្នកមានបញ្ហាផ្លូវចិត្តស្រីឆ្កេញនេះហ៊ានគំរាមខ្ញុំបើខ្ញុំជាមនុស្សសុចរិតហើយសុចរិតហេតុអ្វីខ្ញុំត្រូវខ្លាចអ្នកសៀសូមជប់ស្ដីបន្ទោសខ្ញុំទៅពិតជាគ្មានអ្វីរវាងខ្ញុំនិងប្អូនប្រុសរបស់ខ្ញុំមកពីយេងហៅទេបើអ្នកពិតជាស្អប់ខ្ញុំមែនខ្ញុំនឹងចាក់ចេញពូស៊ីអ្នកបានឲ្យខ្ញុំវីតម្លៃមិនល្អទេគ្រប់គ្រាន់ហើយតើយើងកំពុងរងចាំអ្វីចេញពីទីនេះហើយយកវាទៅតាមគំនិតខ្ញុំតើអ្នកណាហ៊ានយកនាងទៅអូនេះមិនមែនជាឈៀវជាកូនប្រុសខុសច្បាប់របស់គ្រួសារឈៀវមែនទេបងស្រីឈៀវឈៀនអ្នកបាននាំក្មេងប្រុសកំណាចបែបនេះមកពិធីជប់លៀងអាហារពេលល្ងាចរបស់ម្ចាស់ក្ត្រីតើនេះមិនមែនគ្រាន់តែចេតនាចង់ធ្វើឲ្យម្ចាស់ក្ត្រីតូចចិត្តទេស្រីតូចនោះខ្ញុំដឹងថាគាត់មានចិត្តនាអាក្រក់ប្រយ័ត្នកុំសួរអ្នកនាងថែមទាំងហ៊ានលបួងបងជីងចៅទៀតផងអ្នកណាប្រាប់អ្នកឲ្យជ្រៀតជ្រែកជីនចៅបើធ្វើអាហារពេលល្ងាចរបស់ម្ចាស់ក្ត្រីចិត្តចាប់ផ្ដើមហើយពូសៀមិនមែនជាមនុស្សសន្សំសំចៃទេហើយគាត់ថែមទាំងបាននាំយកបុរសលេងប៉ាហេដូចជាឈៀវយេងទៀតផងប្រសិនបើព្រះមហាក្ត្រីយនីជ្រាបត្រឡប់ទៅវិញឥឡូវនេះហ្វូយេងហៅមករហូតមកដល់ពេលនេះមនុស្សគ្រប់គ្នានៅតែគិតថាស៊ូឈៀងជាមនុស្សគ្មានតម្លៃតើខ្ញុំកំពុងធ្វើពុតមិនសមហេតុផលមែនទេមិនត្រឹមត្រូវទេអ្នកគ្រាន់តែជាអ្នកមើលថែក្មេងតើអ្នកដឹងអ្វីខ្លះអំពីការរចនាតើអ្នកដឹងទេថាការរចនាជាអ្វីមិនអីទេចូលយើងភ្នាល់អ្វីបើខ្ញុំស្លាប់តើខ្ញុំនឹងរក្សាអ្វីអ្នកបានគូតួអង្គសម្រាប់គឺស្នេហាក៏ភ្លាមវាច្បាស់ណាស់ថាអ្នកដែលដួលមិនអាចស្លាប់បានទេជ្រូកនៅក្នុងក្បាលរបស់គាត់តើវាគ្រាន់តែដើម្បីតាក់ទាញចំណាប់អារម្មណ៍របស់ខ្ញុំមែនទេរាត្រីសួស្ដីដំបូងឡើយត្រូវរក្សាគាត់ឲ្យស្ងប់ហើយកុំឲ្យរឿងរ៉ាវនេះរអិលបាត់ទៅណាឲ្យសោះព្រះនាងបានមកដល់ហើយអូយព្រះមហាក្ត្រីយនីឲ្យសូមអរគុណអ្នកទាំងអស់គ្នាសម្រាប់ការចូលរួមកម្មវិធី Fashion Gala របស់ខ្ញុំថ្ងៃនេះខ្ញុំចង់ណែនាំអ្នកឲ្យស្គាល់អ្នករចនាដ៏ប៉ិនប្រសប់ម្នាក់ផ្អែមគាត់តែងតែមានចរិតស្ងប់ស្ងាត់មនុស្សជាច្រើនប្រហែលជាធ្លាប់បានឮតែពីគាត់ប៉ុន្តែមិនដឹងថាគាត់ជានរណាទេថ្ងៃនេះខ្ញុំនឹងអញ្ជើញគាត់ឲ្យធ្វើជាអ្នករចនាផ្ទាល់ខ្លួនរបស់ខ្ញុំនិងទទួលបានមេដាយអ្នករចនាល្អបំផុតសូមស្វាគមន៍ Sweet មកកាន់ឆាកម្ចាស់ក្ត្រីកំពុងហៅអ្នកប្រញាប់ឡើងព្រះករុណាខ្ញុំផ្អែមល្ហែមរីករាយដែលបានជួបអ្នកផ្អែមថ្ងៃនេះដំណាក់កាលនេះគឺជាពេលវេលានៃសេរីរុងរឿងរបស់អ្នកវិកតូរីយ៉ាអរគុណនេះគឺជាអ្នករចនាមេដាយមាសដ៏ស្រស់ស្អាតបំផុតរបស់យើងដើមរដូវក្តៅដ៏ផ្អែមល្ហែមលោកហ្វូអ្នកបានចាញ់ក្តីលែងលះហើយយ៉ាងម៉េចដែរមានតែមនុស្ស4នាក់ប៉ុណ្ណោះដែលរៀបការហើយចាប់ពីពេលនេះទៅឆេជីគឺជាអ្នករចនាម៉ូដដែលខ្ញុំតែងតែចូលចិត្តពួកគេក៏ជាក្រុមគ្រួសាររបស់ខ្ញុំដែរខ្ញុំមិនអនុញ្ញាតឲ្យនរណាម្នាក់ធ្វើបាបគាត់ជាដាច់ខាតឥឡូវនេះសូមឲ្យឆែឈូនិយាយពាក្យពីរបីម៉ាត់សួស្ដីអ្នកទាំងអស់គ្នាខ្ញុំស្បត់ថាខ្ញុំមិនទាន់បានជួបអ្នកនៅឡើយទេផ្ទៃផ្លូវមិនត្រូវបានគេមើលឃើញជាសាធារណៈអស់រយៈពេលជាច្រើនឆ្នាំមកហើយនេះបានបង្កឲ្យមានការយល់ច្រឡំជាច្រើនខ្ញុំមិនអនុញ្ញាតឲ្យនរណាម្នាក់ធ្វើពុតជាខ្ញុំជាដាច់ខាតបើមិនដូច្នោះទេខ្ញុំនឹងចាត់វិធានការផ្លូវច្បាប់បងប្រុសជីងចៅតើបងកំពុងធ្វើអ្វីតន្ត្រីស៊ូចិនតើមានអ្វីកើតឡើងពិតប្រាកដបងប្រុសធីងឆៅបានបាត់ពីភ្នែករបស់គាត់ត្រូវតែស្គាល់មហាក្ត្រីដូច្នេះពួកគេបានចូលរួមកម្លាំងលួចអត្តសញ្ញាណរបស់ខ្ញុំជាស៊ូវ៉ៃស៊ូឈីងយេតើអ្នកប្រាកដទេថាផ្ទះម្ដាយរបស់អ្នកនឹងបំផ្លាញម្ចាស់ក្ត្រីខ្ញុំ
ខ្ញុំពិតជាមិនហ៊ានប្រមាថព្រះមហាក្សត្រីយានីទេប៉ុន្តែជាអ្នកបានទៅឆ្ងាយពេកហើយតើអ្នកអាចប្រើឈ្មោះរបស់ម្ចាស់ក្ត្រីដោយរបៀបណាពួកគេបានលួចអត្តសញ្ញាណរបស់ខ្ញុំអ្នកប្រាប់ខ្ញុំតើជាបានលួចអត្តសញ្ញាណរបស់អ្នកដោយរបៀបណាពិតព្រះករុណាសូមទ្រង់ជឿខ្ញុំចុះខ្ញុំជាអ្នកដែលប្រើសុភាសិតនោះខ្ញុំមានរូបថតពេលទទួលរង្វាន់តើអ្នកគិតថាខ្ញុំដែលជាមហាក្សត្រីនៃប្រជាជាតិមួយមានឋានៈខ្ពង់ខ្ពស់ប៉ុណ្ណាទេតើមានអ្នកណាមិនស្គាល់ស្វីទេព្រះមហាក្សត្រឲ្យសូមទ្រង់ជឿខ្ញុំចុះគាត់ជាអ្នកកុហកបងប្រុសជីនជូវសូមជឿខ្ញុំចុះគ្រប់គ្រាន់ហើយអ្នកនៅតែរកលេសមេដាយអ្នករចនាកម្ពុជាវាមិនមែនគ្រាន់តែអំពីការទទួលស្គាល់ឯកតោភាគីនាពេលអនាគតនោះទេវាក៏មានការទទួលស្គាល់ក្នុងចំណោមម៉ាកល្បីទាំង10ផងដែរអ្នកមិនល្ងងពេកទេគម្រោងកិច្ចសហប្រតិបត្តិការរាប់ពាន់លានដុល្លាររបស់ក្រុមហ៊ុន Chia ជាមួយក្រុមហ៊ុន Fiji Group វាទាំងអស់គឺដោយសារតែអ្នកហើយវាស្ថិតនៅលើគោលការណ៍ដែលពួកគេជួលអ្នកជាអ្នករចនារបស់ពួកគេប្រសិនបើអ្នកមិនចង់ទៅក្រុមហ៊ុន Fiji Group ខ្ញុំនឹងឲ្យនរណាម្នាក់ធ្វើវាឥឡូវនេះបោះបង់កិច្ចសហប្រតិបត្តិការអ្នកក្រោមបង្គាប់គ្រោះថ្នាក់ដែលខ្ញុំបានបង្កឡើងដល់អ្នកដោយសារតែការយល់ច្រឡំមួយចំនួនខ្ញុំសុំទោសទោះជាយ៉ាងណាក៏ដោយកិច្ចការសាធារណៈនិងកិច្ចការឯកជនគឺជារឿងពីរផ្សេងគ្នាកិច្ចសន្យាត្រូវបានចុះហត្ថលេខាហើយប្រសិនបើភាគីណាមួយបំពានកិច្ចសន្យាពួកគេនឹងបង់ប្រាក់សំណងយ៉ាងច្រើនសន្ធឹកសន្ធាប់ដែលមិនត្រូវបានរាប់បញ្ចូលក្នុងបញ្ជីឈ្មោះជនរងគ្រោះឡើយតើការសុំទោសមានប្រយោជន៍ទេCC ត្រឹមតែ 1000 លានប៉ុណ្ណោះចំពោះការរំលោភលើកិច្ចសន្យាដរាបណាអ្នកសប្បាយចិត្តទោសទណ្ឌទាំងនេះគ្មានបញ្ហាទេហ្វូជីនជើនិយាយត្រូវខ្ញុំពិតជាគួរតែឲ្យក្រុមហ៊ុននេះចែកចាយនៅរដ្ឋ Victoria យើងមិនគួរខាត់បង់ 1000 លានយ៉នដោយឥតប្រយោជន៍ទេក៏ដោយសារតែការវិលត្រឡប់មកវិញខ្ញុំសុខចិត្តចូលរួមជាមួយក្រុមហ៊ុន Fiji Group អ្វីដែលជាខ្ញុំមិនបានច្រឡំទេអ្នកបានឮខ្ញុំត្រូវហើយខ្ញុំបាននិយាយថាខ្ញុំមានឆន្ទៈចូលរួមជាមួយក្រុមហ៊ុន Fiji Group នោះហើយជាអ្វីដែលយើងបានធ្វើមានហេតុផលសម្រាប់រឿងនេះប៉ុន្តែការសុំទោសរបស់អនុប្រធានាធិបតីគឺដូចជាបិទលុបបញ្ហានេះចូលយើងនិយាយអំពីអ្វីមួយដែលជាក់ស្ដែងតើអ្នកចង់បានអ្វីបន្ទាប់ពីគម្រោងត្រូវបានបញ្ចប់ខ្ញុំចង់បានភាគហ៊ុន 50 នៃក្រុមហ៊ុន Fiji Group ភាគហ៊ុន 50 គួរតែត្រូវបានផ្ដល់ឲ្យ Chia ដោយ Fujian House ទោះបីជាគាត់មិនទទួលស្គាល់ Chia ក៏ដោយខ្ញុំក៏នឹងជួយ Chia យកអ្វីដែលជារបស់គាត់ដែរតើអ្នកឈ្មោះទេអ្នកចង់បានភាគហ៊ុន 50 របស់ក្រុមហ៊ុន Fiji Groupតើអ្នកដឹងទេថាវាមានតម្លៃប៉ុន្មានតើអ្នកណាជាអ្នកទទួលខុសត្រូវលើក្រុមហ៊ុន Fiji Group អនុប្រធានាធិបតីអ្នកមិនទាន់បានបំបែកវានៅឡើយទេមែនទេនេះជារឿងល្អខ្ញុំយល់ព្រមតាមលក្ខខណ្ឌរបស់អ្នកធ្វើកិច្ចព្រមព្រៀងមួយអនុប្រធានាធិបតីកិច្ចសហប្រតិបត្តិការដ៏រីករាយខ្ញុំមិនយល់ស្របទេតើអ្នកគិតថាអ្នកជានរណាព្រះករុណាខ្ញុំជាមិត្តរួមថ្នាក់មហាវិទ្យាល័យដែលចម្អិនអាហារឥឡូវនេះដល់វេនអ្នកហើយចម្អិនអាហារទោះបីជាអ្នកពិតជាសេរីក៏ដោយចុះយ៉ាងណាខ្ញុំក៏បានសិក្សាផ្នែករចនាផងដែរបងប្រុសនុយខ្ញុំអាចរចនាប្លង់របស់អ្នកដោយឥតគិតថ្លៃអ្នកទទួលបានអ្វីដែលអ្នកចំណាយការចំណាយចេញពីហោប៉ៅមានហានិភ័យស៊ូស៊ីនយីជាមួយនឹងជំនាញរចនារបស់អ្នកតើអ្នកចង់ខ្សែធនក្រុមហ៊ុន Fiji Group មែនទេជប់និយាយរឿងមិនសមហេតុផលទៅខ្ញុំអាចប៉ុន្តែអ្នកមិនអាចទេព្រោះគ្មានពេលនៅសល់ទេតើអ្នកបាននិយាយអ្វីខ្ញុំនឹងប្តឹងអ្នក Victoria ខ្ញុំចង់ចូលរួមជាមួយក្រុមមេធាវីរបស់អ្នកបើកដំណើរការអ្នកជាផ្លូវការក្រុមអ្នកច្បាប់របស់ព្រះមហាក្សរិយានីក្រុមអ្នកច្បាប់បន្ទាន់សម្រាប់ប្រទេសមួយសតវត្សដោយគ្មានការខាត់បង់សូម្បីតែមួយស៊ូឈីងយីប្រហែលជាមិនអាចផ្លាស់ប្ដូរជីវិតរបស់នាងបានឡើយសៀវឈូឯងចិត្តណាធ្វើឲ្យខ្ញុំចង់វីឯងស៊ូជីងយីអ្នកពិតជាបានធ្វើឲ្យរឿងនេះកើតឡើងចំពោះខ្លួនឯងមែនអ្នកជាមេដោះតូចម្នាក់មកពីមណ្ឌលកុមារកំព្រាការពិតគួរតែត្រូវបានជន់ឈ្លីនៅក្រោមជើងរបស់ខ្ញុំឥឡូវនេះពួកគេត្រូវបានគេប្លន់សម្លាប់អ្នកទស្សនាបណ្ដេញស្ត្រីបង្កបញ្ហាម្នាក់នេះចេញពីទីនេះលេងខ្ញុំទៅខ្ញុំមិនអនុញ្ញាតឲ្យអ្នកចេញទៅណាទេបន្ទាប់ពីអ្នកចុះពីឡានក្រុងCCអ្នកពិតជាលយណាស់ឥឡូវនេះអ្នកមិនគួរបង្ហាញចិត្តមេត្តាករុណាទេពេលដែលអ្នកតាក់ទងជាមួយមនុស្សប្រភេទនេះចាប់ពីពេលនេះទៅគ្មាននរណាម្នាក់ល្អតតែសោះខ្ញុំសុំទោសដែលរំខានអ្នករាល់គ្នាអាហារពេលល្ងាចបានបន្តមនុស្សគ្រប់គ្នាមានពេលវេលាដ៏អស្ចារ្យតើអនុប្រធានាធិបតីមានដំបូន្មានអ្វីខ្លះតើវាអាចទៅបានទេថាពួកគេនៅតែចង់ព្យាបាលអត្តសញ្ញាណរបស់ខ្ញុំគ្រាន់តែចង់ដឹងតើអ្នកជានរណាដោយគ្មានយើងអ្នកចង់ឲ្យវាคล้ายជាខ្ញុំចង់លើការពិតបន្ទាប់មកខ្ញុំសូមអភ័យទោសនៅទីនេះវាមិនមែនជាខ្ញុំទេបន្ទាប់មកហេតុអ្វីបានជាអ្នកងាកមករកខ្ញុំហើយឲ្យខ្ញុំ
មិនចូលចិត្តវាជាការអាណិតដែលអ្នកបានឃើញតាមរយៈវាទោះជាយ៉ាងណាក៏ដោយដើម្បីក្លាយជាដៃគូរបស់អនុប្រធានរបស់យើងវាក៏ល្អណាស់ដែរអ្នកកុំកុហកខ្ញុំកំពុងកុហកតើខ្ញុំអាចហ៊ានកុហកអ្នកដោយរបៀបណាខ្ញុំកុហកអ្នកច្រើនដងហើយអនុប្រធានាធិបតីក៏មិនដែលភ្ញាក់ពីដំណេកដែរដូច្នេះកូននោះក៏មិនមែនជារបស់ខ្ញុំដែរហ្វូយេងហ្សេងពេលដែលអ្នកនិយាយពីកុមារប្រសិនបើពុកខ្ញុំកំដរកូនខ្ញុំមិនអនុញ្ញាតឲ្យខ្លួនឯងត្រូវទុកចោលឲ្យដើរលេងនៅខាងក្រៅជាដាច់ខាតខ្ញុំនឹងលះបង់គ្រប់យ៉ាងដើម្បីយកវាមកវិញហេតុអ្វីបានជាអ្នកប្រញាប់ប្រញាល់ធ្វើឲ្យកូនប្រុសរបស់ខ្ញុំខឹងតើវាអាចទៅរួចទេខ្ញុំគិតថាខ្ញុំនឹងមិនអាចមានកូនប្រុសបានពេញមួយជីវិតរបស់ខ្ញុំទេអូក្នុងករណីនោះអ្នកគួរតែធ្វើពាក្យបណ្ដាំឥឡូវនេះដោយនិយាយថាក្រុមហ៊ុន Fiji Group នឹងត្រូវបានផ្ទេរទៅឲ្យជាវជាខ្ញុំនឹងធ្វើឲ្យគាត់ហៅអ្នកថាប៉ៃឥឡូវនេះថាតើខ្ញុំអាចសម្រាលកូនបានឬអត់មិនមែនជារឿងរបស់អ្នកទេបន្ទាប់មកគ្មានអ្វីត្រូវពិភាក្សាទេតើអនុប្រធានាធិបតីនឹងទទួលបានសម្បត្តិលែងលះរបស់អ្នកនៅពេលណាបន្ទាប់ពីគម្រោងត្រូវបានបញ្ចប់អ្នកបានបំពេញការសន្យារបស់អ្នកគម្រោងនេះពិតជាមិនធម្មតាមែនសូមស្វាគមន៍មកកាន់ការប្រើប្រាស់ទូនីតិរបស់អ្នកដើម្បីទូទាត់បន្ទុកតខ្លួនអ្នកបើកបរបានសង្សឹកខ្ញុំចំពោះការបំផ្លាញគម្រោងនេះយើងជាប្តីប្រពន្ធនេះគឺជាស្រទាប់ការពារសម្រាប់ម្ដាយរបស់យើងការខ្សែធនរបស់ក្រុមហ៊ុន Fiji យើងចែករំលែកការទទួលខុសត្រូវអនុប្រធានាធិបតីពិតជាអ្នកជំនួញមែនអ្នកមិនអាចញ៉ាំអាហារក្នុងពេលញ៉ាំអាហារបានទេខ្ញុំកំពុងកញ្ញាអំពីរឿងនេះណាស់អ្នកបានចងចាំយើងជាប្តីប្រពន្ធតែឈ្មោះប៉ុណ្ណោះកុំប្រើល្បិចកលបន្ទាប់ពីគម្រោងនេះត្រូវបានបញ្ចប់ខ្ញុំមានអារម្មណ៍ថាវាមិនអីទេបន្ទាប់មកខ្ញុំក៏នឹងរំលឹកដល់អនុប្រធានផងដែរខ្ញុំចង់លងស្នេហ៍នឹងខ្លួនឯងលងស្នេហ៍នឹងនារីដូចអ្នកដែលនឹងមិនឈប់ឈរអ្វីទាំងអស់ខ្ញុំចង់ចំណាយពេលដែលនៅសល់នៃជីវិតរបស់ខ្ញុំវាហាក់ដូចជាអនុប្រធានាធិបតីពិតជាខូខើចំពោះខ្លួនឯងណាស់បន្ទាប់មកខ្ញុំអាចធានាបានខ្ញុំជាអនុប្រធានខ្ញុំស្រាលណាស់ខ្ញុំក៏ចង់ទៅរោងចក្រហេដែរផ្ញើទីតាំងរបស់អ្នកមកខ្ញុំដើម្បីរកខ្ញុំទំនាក់ទំនងរបស់ជាវយេងជាមួយគាត់វាពិតជាល្អណាស់ជាងហ៊ួយគួរតែពិនិត្យមើលឆ្នាំទាំងនេះការចម្អិនអាហារនិងស៊ីវជីងបានលួងលោមខ្ញុំអ្នកព្រះមហាក្សត្រីយានីមិនត្រូវអនុញ្ញាតឲ្យប្តឹងទេបើមិនដូច្នោះទេជីវិតខ្ញុំនឹងត្រូវបញ្ចប់ទាំងស្រុងខ្ញុំត្រូវរកចុងភើម្នាក់ទោះជាយ៉ាងណាក៏ដោយវាអាចនៅតែសូន្យត្រូវប្រកាសថាគាត់រកឃើញម្ចាស់ក្ត្រីដើម្បីជំនះចេញតាមរដូវក្តៅរដូវក្តៅស៊ីវជីងប្រកាសជាកំពុងធ្វើអ្វីមួយដើម្បីឲ្យខ្ញុំឃើញប៉ុន្តែវាគឺជាជំនួយពីស្ថានសុខហេតុអ្វីបានជាអ្នករត់ជុំវិញបែបនេះចុះបើវាបាត់ទៅវិញមិនអីទេការស្ដីបន្ទោសពី3ម៉ាត់នឹងមានប្រសិទ្ធភាពស៊ីវជីសុំទោសម៉ាក់ឆាប់ខ្ញុំសុំទោសម៉ាក់កុំយំអីវីម៉ាក់វិញទៅវាមិនឈឺទេខ្ញុំសុំទោសជាវជាម៉ាក់មិនបានគ្រប់គ្រងអារម្មណ៍របស់គាត់ឥឡូវនេះទេម៉ាក់ឲ្យកូនមិនគួរល្អចំពោះម៉ាក់យ៉ាងនេះទេម៉ាក់ខូចចិត្តណាស់វាជាកំហុសរបស់ម៉ាក់ខ្ញុំមិនគួរទុកអ្នកឲ្យនៅម្នាក់ឯងនៅក្នុងសន្តាគារទេវាបង្ហាញថាពួកគេនៅទីនោះដើម្បីមើលកូនខុសច្បាប់របស់ពួកគេល្អណាស់មិនអីទេស៊ីវជីងចាំខ្ញុំនាំអ្នកទៅញ៉ាំអាហារសិនម៉ាក់ឲ្យខ្ញុំអាចទៅបានទេអ្នកអាចទៅជាមួយពូជាវយើងជាមុនសិនម៉ាក់នឹងមកជួបកូនបន្ទាប់ពីខ្ញុំធ្វើការរួចយកព្រមទេវាបានបង្ហាញថាគាត់ពិតជាកូនខុសច្បាប់របស់ជាវយេងនិងចុងភើមែនបើអ្នកធ្វើម្ហូបស្លាប់ហើយយើងទៅញ៉ាំអាហារធំមួយប្រយ័ត្នកុំឲ្យកូនធ្លាក់យើងនឹងផ្ញើទីតាំងរបស់យើងទៅអ្នកនៅពេលយើងមកដល់ហេតុអ្វីជួបគ្នាថ្ងៃស្អែកអន់ចុះតើអ្នកហ៊ានបង្ហោះវីដេអូនេះទេជីវិតប្រៀបដូចជាការសម្ដែងល្ខោនយ៉ាងណាក៏ដោយខ្ញុំនឹងចាប់ផ្ដើមការហៅជាវីដេអូមកលែងទៅខ្ញុំមិនស្វែងរកទស្សនិកជនទេនេះមិនមែនជាខេត្តហ្វូជៀនទេហ្វូជៀនចៅដឹងថាស៊ីវជីជាកូនប្រុសរបស់គាត់ពួកគេប្រកាសជានឹងហៅស៊ូឈីងមិនត្រូវអនុញ្ញាតឲ្យប្រាប់អ្នកណាឡើយលក្ខខណ្ឌរបស់អ្នកស៊ូឈីនតែងតែខូខើដើម្បីសុវត្ថិភាពរបស់ជាវធីលើកនេះយើងនឹងដោះលែងគាត់ចោលទោះយ៉ាងណាក៏ដោយខ្ញុំបានលើកលែងទោសឲ្យគាត់ដំបូងអ្នកថតវីដេអូចោលមិនមានអ្វីពិសេសទេទី2$5 លានភ្នំមាសនិងភ្នំប្រាក់ពូគុំទៅឆ្ងាយពេកអីខ្ញុំមិនមាន5 លានទេមនុស្សពេញវ័យចុងក្រោយ5 លានយន្តបន្ទាប់មក5 លានលុយប៉ុន្តែសូមដាក់ពាក្យលែងលះដរាបណាខ្ញុំខ្លាយជាប្រពន្ធអ្នកមានតើអ្នកនៅតែខ្វល់ពី5 លានទេ
បើអ្នកចង់ក្លាយជាភរិយារងអ្នកត្រូវតែធ្វើវាដោយខ្លួនឯងតើអ្នកចង់ចាំអ្វីដែលគាត់បានធ្វើពីមុនទេ Victoria មិនចាំបាច់រំខាន Shooking ជាមួយរឿងនេះទេខ្ញុំបានដោះស្រាយវាហើយអ្នកចង់មានន័យថាអ្នកមិនមានគម្រោងប្តឹងគាត់ទេមែនទេគាត់នឹងចេញវីដេអូសុំទោសចាប់ពីពេលនេះទៅគ្មាននរណាម្នាក់នៅក្នុងឧស្សាហកម្មរចនាទាំងមូលហ៊ានប្រើប្រាស់គាត់ទៀតទេគាត់បានច្រូតកាត់អ្វីដែលគាត់បានសាបព្រោះក្រៅពីនេះខ្ញុំហ៊ាននឹងចាក់ចេញពីហៃឆេងរក្សាគម្លាតពីពួកគេទាំងស្រុងខ្ជិលពេកលែងហ៊ានឆ្លោះហើយខ្ញុំគោរពការសម្រេចចិត្តរបស់អ្នកប៉ុន្តែប្រសិនបើអ្នកជួបបញ្ហាម្ដងទៀតនៅពេលក្រោយត្រូវប្រកាសថារកមើលខ្ញុំបើមិនដូច្នោះទេខ្ញុំនឹងខឹងសួស្តីព្រះមហាក្សត្រមានកិច្ចប្រជុំបន្ទាន់មួយហេតុអ្វីអ្នកមិនបន្តធ្វើរឿងរបស់អ្នកទៅសៀវជីងទើបតែនាំសៀវជីទៅញ៉ាំអាហារនៅខាងក្រៅខ្ញុំនឹងទៅបន្ទាប់ពីខ្ញុំនិយាយជម្រាបសួរអ្នកល្អបន្ទាប់មកខ្ញុំទន្ទឹងរង់ចាំការបញ្ចប់គម្រោងដោយជោគជ័យនិងជួបគ្នាម្ដងទៀតនៅប្រទេសបារាំងល្អធានាខ្ញុំបានឮថាអ្នកលែងមានគម្រោងដាក់ពាក្យបណ្ដឹងទៀតហើយមែនហើយអនុប្រធានតើលោកសុខសប្បាយជីទេអ្នកណាដែលធ្វើខុសពួកគេទាំងអស់គ្នាគួរតែទទួលទោសចំពោះកំហុសរបស់ពួកគេខ្ញុំកោតសរសើរចំពោះអាកប្បកិរិយាដ៏ខុសខើនិងឯកោរបស់អនុប្រធានាធិបតីពូជខ្ញុំធុញទ្រាន់នឹងការនិយាយអំពីវាដើម្បីបង្ហាញអ្នកខ្ញុំចង់អញ្ជើញអ្នកខ្ញុំមានគម្រោងសម្រាប់យប់នេះសៀវជីងនិយាយត្រូវចង់មកជុំគ្នាទេខ្ញុំមិនចាប់អារម្មណ៍ទេយ៉ាងណាមិញឥឡូវនេះអ្នកត្រូវបានចាត់ទុកថាមានវិបុលភាពខ្ញុំសង្ឃឹមថាអ្នកនឹងរក្សាទម្រង់ទាបវិនិច្ឆ័យតាមសម្លេងរបស់អ្នកហាក់ដូចជាចំណែនតើអ្នកលងស្នេហ៍នឹងខ្ញុំហើយឬនៅជប់រួមរាក់គ្រប់ពេលខ្ញុំពិតជាគ្មានចំណាប់អារម្មណ៍លើអ្នកទេដោយចៃដន្យខ្ញុំក៏ដូច្នោះដែរផ្នែកដែលខ្ញុំកោតសរសើរបំផុតរបស់អ្នកគឺរាងកាយទាំងមូលរបស់អ្នកដែលផ្អៀងចុះក្រោមតើលទ្ធផលនៃការប្រយុទ្ធនោះយ៉ាងដូចម្ដេចដោយមិននឹកស្មានដល់ស៊ូឈីងយីពិតជាផ្អែមល្ហែមណាស់នៅតែជាមិត្តរបស់ម្ចាស់ក្ត្រីម៉ាក់យីហោប្រកាសជាបានភ្លឺស្វាងខ្លាំងលើកនេះខ្ញុំទើបតែចុះពីយន្តហោះហើយកំពុងស្វែងរកកន្លែងផឹកស្រាតោះនិយាយគ្នានៅកន្លែងធម្មតារបស់យើងអ្វីដើមរដូវក្តៅគឺផ្អែមល្ហែមសណ្ដែកឈ្មោះជាជីស្តាប់ទៅដូចជាធ្លាប់ស្គាល់ក្មេងស្រីតូចដែលអ្នកបានចែកចង់ជាមួយនៅក្នុងផ្ទះរបស់ខ្ញុំកាលពី5ឆ្នាំមុនគាត់ក៏ត្រូវបានឈែនឡយផ្ទះកំភ្លៀងផងដែរតើអ្នកចាំមេដោះគ្រួសាររបស់អ្នកទេខ្ញុំចាំរឿងនេះច្បាស់ណាស់ជាការពិតណាស់ខ្ញុំចាំបានខ្ញុំនៅចាំបានយ៉ាងច្បាស់ពីលើកដំបូងដែលកូនប្រសាររបស់ខ្ញុំវាខ្ញុំប៉ុន្តែអ្នកមើលថៃក្មេងអាចក្លាយជាអ្នករចនាម៉ូដកម្ពុជាវាមិនគួរឲ្យជឿសោះពិតជានោះជារឿងល្អអ្នកបានមើលថៃខ្ញុំយ៉ាងល្អនៅពេលនោះនាងនឹងមកជួយអ្នកសង្សឹកហើយអ្នកនឹងទទួលបានរង្វាន់ហេតុអ្វីបានជាគាត់មិនព្រមជួយអ្នកខ្ញុំបានរៀបការជាមួយគាត់វាត្រូវតែជាអ្នកដាំឈើដែកអាយុ1000ឆ្នាំមិនដែលរីកទេប៉ុន្តែនៅពេលដែលវារីកការមានទំហំធំសម្បើមអ្នករចនាមេដាយមាសដ៏ល្បីល្បាញម្នាក់និងជាមិត្តរបស់ម្ចាស់ក្ត្រីប្រកាសនេះក៏ត្រូវបានចែករំលែកផងដែរការរៀបចំសម្រាប់ការលែងលះកុំភ័យអីតើអ្នកឈឺទេវាស្ថិតនៅក្នុងព្រះអាទិត្យតើវាអាចមកពីពួកគេគិតថាអ្នកមិនល្អគ្រប់គ្រាន់ទេរមៀលវាទាំងអស់តើមានអ្វីកើតឡើងពិតប្រាកដវាគ្មានអ្វីទេអូមានរឿងអ្វីកើតឡើងខ្ញុំឃើញអ្នកចង់មានន័យថាមេដោះដែលអ្នកមានកាលពី5ឆ្នាំមុនមែនទេខ្លាចជាអ្នករចនាម៉ូដកម្ពុជាក្នុងរយៈពេលដ៏ខ្លីហើយខ្ញុំថែមទាំងនឹងបរិច្ចាគតម្រងនោមមួយដើម្បីរៀបការជាមួយអ្នកទៀតផងហើយអ្នកដែលជួយសង្គ្រោះអ្នកគឺគាត់ប៉ុន្តែអ្នកមិនអាចទេឥឡូវនេះខ្ញុំបានរៀបចំរួចរាល់ហើយអូព្រះជាម្ចាស់ឲ្យចូលយើងវិភាគរឿងនេះដោយក្លាហានអ្នកដែលបានជួយសង្គ្រោះអ្នកគឺនៅដើមរដូវក្តៅកាលពី5ឆ្នាំមុនវាអាចទៅរួចតែយន្តបានសម្រាលបានកូនប្រុសម្នាក់ជីវិតមិនមែនជាការលេងសើចទេប៉ុន្តែតើឆែជីពិតជាអាចមានកូនប្រុសមែនឬគាត់មានកូនខុសច្បាប់ជាមួយឆេវយ៉េងកូនប្រុសខុសច្បាប់របស់គ្រួសារឆេវតើនេះអាចទៅជាយ៉ាងដូចម្តេចគាត់អាចទទួលស្គាល់វាបានយ៉ាងងាយសៀវជីងនៅហាងរបស់គ្រួសារសៀវដូច្នេះគាត់ក៏ចាប់ចិត្តនឹងខ្ញុំប៉ុន្តែអ្នកមានប្រពន្ធដ៏មានអំណាចមិនគួរឲ្យជឿលើកនេះអ្នកពិតជាឈ្នះរង្វាន់ធំមែនបូករួមទាំងកូនប្រុសធំម្នាក់ទៀតតើអ្នកចូលចិត្តទេផ្ញើសារនឹងកណនីភេសជ្ជៈនេះមិនសប្បាយទេចាំខ្ញុំជូនអ្នកទៅផ្ទះហេបន្ថយល្បឿនអាយ៉ាអ្នកពិតជាធ្ងន់ណាស់តោះទៅជាវខៀវកន្លែងណាទីនេះទីនោះ
សម្រស់ដ៏អស្ចារ្យនោះមេដោះក្មេងល្ងងរបស់ប្រទេសអ្នកហេប្រញាប់ឡើងហើយដេញតាមពួកគេនោះជាស្ត្រីរបស់អ្នកតើវាជារឿងមិនសមហេតុផលអ្វីទៅដែលរត់ទៅជាមួយបុរសផ្សេងហេចាំខ្ញុំផងហេខ្ញុំទើបតែដឹងប្រសិនបើអ្នកចង់ផ្លាស់ចេញសូមស្នាក់នៅជាន់ទី13ខ្ញុំនឹងធ្វើពុតជាស្រវឹងភ្លាមពេលខ្ញុំដើរចូលបន្ទាប់មកអ្វីនឹងដំណើរការទៅតាមធម្មជាតិរបស់វាទោះបីជាវាមិនដំណើរការក៏ដោយយើងមិនអាចពេញចិត្តជាវយើងជាងជាវបានទេអ្នកត្រូវធ្វើកិច្ចព្រមព្រៀង3ចំណុចជាមួយគាត់បិទមាត់ទៅតើអ្នកជាមនុស្សនៅលីវម្នាក់មានសិទ្ធិអ្វីទៅផ្ដល់ឲ្យគាត់លោកតាចៅបើអ្នកធ្វើបាបខ្ញុំម្ដងទៀតខ្ញុំនឹងមិនជួយអ្នកម្ដងទៀតទេលោកហ៊ូបានដឹងអំពីកម្មករដែលបានទៅទីនោះកាលពី5ឆ្នាំមុននៅដើមរដូវក្តៅគាត់បានសិក្សានៅសាលាចនាសៀវជីងក៏បានចូលមកកាលពី5ឆ្នាំមុនដែរប៉ុន្តែក្មេងនោះឈ្មោះជាវជីគឺជាវយេងដែលបានយកវាមកហើយទុកវាឲ្យនាងឆែអ្នកចង់មានន័យថាក្មេងនោះមិនមែនជាឆែគៀសិងទេលោកចៅអើយព្រោះកូននោះមិនមែនជារបស់គាត់ទេបន្ទាប់មកផ្នែករបស់អ្នកនឹងកាន់តែធំអ្នកនឹងទៅក្រុមហ៊ុន VG Group វាមិនចាំបាច់តតែសោះប្រសិនបើវាគ្រាន់តែសម្រាប់ការពិន័យចំពោះការរំលោភលើកិច្ចសន្យាមិនមែនសម្រាប់ការពិន័យចំពោះការរំលោភលើកិច្ចសន្យាទេក្រុមហ៊ុន VG សំបីតែ50ក៏មិនសមនឹងការលះបង់បែបនោះដែរឬអ្នកគ្រាន់តែមិនចង់បង់ថ្លៃស្តង់ដារមាសខ្ញុំបានធ្វើវាដើម្បីបញ្ជាក់ចំណុចមួយខ្ញុំពិតជានឹងអាចបំពេញតួនាទីរបស់ខ្ញុំដែលជារបស់ជាវជីបានចុះបើគាត់ដឹងការពិតហើយព្យាយាមយកជាវខៃទៅឆ្ងាយខ្ញុំនឹងមិនឲ្យគាត់ដឹងទេខ្ញុំពិតជាមិនអាចកុហកចៅប្រុសរបស់អ្នកបានទេហេតុអ្វីខ្ញុំមិនបានកត់សម្គាល់ឃើញពេលណាដែលជាវជាងងុយគេងនោះទេចៃដន្យណាស់អនុប្រធានាធិបតីអ្នករស់នៅទីនេះដែរមែនទេលោកជាវនេះជាកូនប្រុសខុសច្បាប់របស់ខ្ញុំស៊ីវជីអ្នកកំពុងធ្វើបានល្អនោះហើយជារបៀបដែលអ្នកស្វែងយល់ហ្វូជីនជូវខ្ញុំសូមណែនាំអ្នកកុំឲ្យជ្រៀតជ្រែកក្នុងរឿងអ្នកដទៃពេលទំនេរច្រើនណាស់សត្វពាហនៈអ្នកបាននិយាយថាអ្នកសុខចិត្តធ្វើជាម្ដាយចុងរបស់នរណាម្នាក់ខ្ញុំនៅតែចង់យកកូនកំឡោះរបស់អ្នកទៅជាមួយខ្ញុំពួកគេមកដណ្ដើមយកទ្រព្យសម្បត្តិរបស់ឪពុកខ្ញុំតើអ្នកកំពុងគិតអ្វីវាហាក់ដូចជាគាត់បានបាត់បង់លុយរបស់គាត់ជាសំណាងល្អវាបង្ហាញពីអារម្មណ៍នៃព័ត៌មានលុះត្រាតែអ្នកជាពួកហាគឺលំដាប់កំពូលគ្មានបញ្ហាណាមួយអាចត្រូវបានរកឃើញទេបញ្ហាស្មុគស្មាញសម្រាប់មនុស្សពេញវ័យមនុស្សក្រីក៏ប្រើប្រាស់ហេខ្ញុំគ្រាន់តែចង់ដឹងចង់ឃើញអ្នករចនាម៉ូដលំដាប់កំពូលម្នាក់តើមនុស្សម្នាក់អាចផ្ដល់កំណើតដល់កូនខុសច្បាប់របស់អ្នកដទៃដោយស្ម័គ្រចិត្តយ៉ាងដូចម្តេចការធ្វើជាម្ដាយចុងកុំភ័យអីសូមមេត្តាយកចិត្តទុកដាក់ចំពោះពាក្យសម្ដីរបស់អ្នកឪពុករបស់គាត់សមនឹងទទួលការខាត់បងគាត់មិនគួរខ្លាចជាមនុស្សកំសាកទេអ្នកនិយាយត្រូវហើយឪពុកម្ដាយរបស់គាត់ជាក្មេងកំព្រាកុំរំភើបឬរើបំរាស់ចូលយើងនិយាយអំពីរឿងនេះចៅមើលទៅដូចនេះឥឡូវនេះគាត់មើលទៅដូចជាស្ត្រីម្នាក់ដែលមានអារម្មណ៍អាក់អន់ចិត្តដែលត្រូវបានស្វាមីបោះបង់ចោលវាពោពេញទៅដោយកំហុសឆ្គងតើវាអាចថាគាត់ចូលចិត្តចម្អិនអាហារទេបងស្រីថ្លៃឲ្យតើបងស្រីនៅចាំខ្ញុំបានទេហ៊ូស៊ីយ៉ានអ្នកបានទះកំភ្លៀងខ្ញុំកាលពី5ឆ្នាំមុនថ្ងៃនេះគាត់ស្រវឹងនៅយេញហៅតើអ្នកហៅអ្នកណាប្អូនថ្លៃស្រីឲ្យទំនាក់ទំនងរបស់ខ្ញុំជាមួយគាត់គឺផ្អែកលើកិត្តិនាមនិងទ្រព្យសម្បត្តិសុទ្ធសាធប្រសិនបើអ្នកចូលចិត្តហៅនរណាម្នាក់ថាបងថ្លៃស្រីនោះអ្នកគួរតែសុំដំបូន្មានពីស៊ូស៊ីនគាត់ចូលចិត្តស្ដាប់ណាស់ប៉ាប៉ានៅទីនេះចម្លែកតូចដូច្នេះគាត់ជាឪពុកខ្ញុំម្ដងទៀតដាហ៊ុយហ្វីរងចាំខ្ញុំឡើងដើមឈើក្មេងនេះមិនភ័យទេតើអ្នកនឹងឈប់ទេពូទី3ខ្ញុំគិតថាខ្ញុំត្រូវរំលឹកអ្នកទោះបីជាយើងគ្រាន់តែជាប្តីប្រពន្ធក្នុងនាមក៏ដោយប៉ុន្តែអ្នកនៅពាក់កណ្ដាលអាធ្រាត្រគាត់នៅជាមួយបុរសព្រៃផ្សៃម្នាក់និងអ្នកលេងអសុរោះម្នាក់ហ្វូជីនជូវខ្ញុំសូមប្រាប់អ្នកជាលើកចុងក្រោយផ្ដល់ឲ្យកុមារម្នាក់គិតទៅស្រវឹងហើយអ្នកសុខសប្បាយជាទេហេតុអ្វីបានជាអ្នកស្ដីបន្ទោសកូនអ្នកដទៃនោះគឺជាកូនរបស់ជាវយេងគាត់មិនប្រញាប់ប្រញាល់ទេព្រោះគាត់មានអ្នកយ៉ាងណាមិញអ្នកមិនអាចស្ដីបន្ទោសកុមារបានទេតើអ្នកចង់មានន័យយ៉ាងណាដោយធ្វើឲ្យជាវយេងខ្សែធនប៉ុន្តែកុមារនោះគ្មានទោសទេខ្ញុំសំនឹងទទួលបានក្តីស្រឡាញ់ពីការទះកំភ្លៀងនោះជាការពិតណាស់ការវីនរណាម្នាក់គឺជារឿងខុសដូច្នេះគាត់ក៏ខុសដែរតើអ្នកបានកត់សម្គាល់ទេក្មេងនោះមើលទៅដូចអ្នកណាស់អូខ្ញុំគ្រាន់តែលេងសាច់ទេហេតុអ្វីបានជាកូនរបស់ជាវយេងមើលទៅដូចអ្នកខ្លាំងម្ល៉េះ
ដើមឡើយផែនការនេះគឺដើម្បីជួយអ្នកឲ្យកែលម្អទំនាក់ទំនងរបស់អ្នកជាមួយអ្នកក្រោមបង្គាប់របស់អ្នកគាត់នឹងជួយអ្នកនៅពេលក្រោយខ្ញុំមិនដែលរំពឹងថាវានឹងប្រែជាបែបនេះទេឪពុកខ្ញុំកំពុងស្វែងរកមនុស្សឲ្យស្នាក់នៅគ្មានអ្វីដែលមិនអាចរក្សាទុកបានទេត្រូវហើយខ្ញុំគ្រាន់តែមិនចង់ត្រឡប់ទៅអតីតកាលវិញទេនៅពេលនោះខ្ញុំគ្រាន់តែចង់ឲ្យអ្នកទាំងពីររំលឹកឡើងវិញនៅការចងចាំរបស់អ្នកជាមួយគ្នាបន្ទាប់មកអ្នកទាំងពីរបានវិលត្រឡប់មកវិញដើម្បីបង្កាត់ភ្លើងស្នេហ៍ឡើងវិញទុកឲ្យខ្ញុំរងចាំមួយផ្លែសៀវជីននៅផ្ទះហើយគ្រប់គ្រាន់ហើយសម្រាប់ពេលនេះអ្នកសុខសប្បាយជីទេអរគុណម៉ាក់កុំសោកសៅអីគាត់ជាឪពុកមិនល្អយើងមិនចង់បានគាត់ទេជាវជីតាមពិតទៅគាត់មិនមែនជាឪពុកអាក្រក់ទេគាត់ត្រូវបានបោកបញ្ឆោតដោយស្ត្រីអាក្រក់ម្នាក់ស៊ីវជីតែងតែប្រាថ្នាចង់បានសេចក្តីស្រឡាញ់ពីឪពុករបស់នាងទោះបីជាខ្ញុំមិនអាចផ្ដល់ឲ្យជាវជីនៅគ្រួសារពេញលេញក៏ដោយខ្ញុំក៏មិនអាចធ្វើឲ្យខូចរូបភាពឪពុករបស់ខ្ញុំនៅក្នុងចិត្តរបស់ជាវទេដែរគាត់ល្ងងណាស់ខ្ញុំលែងចង់បានគាត់ទៀតហើយវាពិតជាគួរឲ្យខ្ពើមណាស់ម៉ាក់នឹងនាំអ្នកទៅលេងក្នុងរយៈពេល2ថ្ងៃខាងមុខនេះអ្នកបានឆ្លើយមុនគេម៉ាក់នឹងមកជួបអ្នកបន្ទាប់ពីគាត់បញ្ចប់កិច្ចការរបស់គាត់ម្ដាយល្អអាក្រក់ចូលទៅហ្វូជីនជើខ្ញុំមិនអនុញ្ញាតឲ្យអ្នកធ្វើបាបក្លិនក្រអូបនេះទៀតទេគម្រោងនេះត្រូវបានបញ្ចប់ខ្ញុំស្នើឲ្យអ្នកសុំទោសឆេជីគាត់vìខ្ញុំហេតុអ្វីខ្ញុំគួរសុំទោសចំណុចសំខាន់គឺថាអ្នកខុសមុនគេដូច្នេះត្រូវវង្វេងផ្លូវចេញទៅបើចង់ប៉ុន្តែសូមឲ្យខ្ញុំបញ្ជាក់រឿងនេះឲ្យច្បាស់តាំងពីដំបូងវាមានរយៈពេល3ថ្ងៃហើយបើគ្មានអ្នករចនាទេការងារទាំងអស់មិនអាចដំណើរការទៅមុខបានទេប្រសិនបើក្រុមហ៊ុនខាតលុយវានឹងក្លាយជាកំហុសរបស់អ្នកទាំងអស់តើខ្ញុំពិតជាគួរសុំទោសគាត់មែនទេភ្លេចវាចោលទៅចូលយើងចាត់ទុកថាវាជាការប៉ុនប៉ងដាក់បន្ទុកលើគាត់សុំទោសដែលមិនបានយកអាហារទៅមន្ទីរពេទ្យអ្នកប្រើប្រាស់ដែលអ្នកបានហៅទូរស័ព្ទមិនអាចប្រើបានជាបណ្ដោះអាសន្នសូមទូរស័ព្ទវិញនៅពេលក្រោយហេអ្នកមិនមែនជាមនុស្សល្អគ្រប់គ្រាន់ទេហេតុអ្វីបានជាខ្ញុំខឹងខ្លាំងម្ល៉េះសម្លាញ់ឲ្យពេលអ្នកចេញទៅភ្លាមអរគុណបងប្រុសតើបងប្រុសចេញហៅនៅទីនោះទេទោះជាយ៉ាងណាក៏ដោយអនុប្រធានកំពុងរវល់ខ្ញុំណែនាំអ្នកឲ្យមកជាមួយខ្ញុំទោះបីជារវល់យ៉ាងណាក៏ដោយអ្នកនៅតែត្រូវញ៉ាំអាហារនេះជាអ្វីមួយដែលខ្ញុំបានធ្វើជាពិសេសសម្រាប់បងប្រុសរបស់ខ្ញុំនៅចេញហៅផ្លាស់ទីទៅម្ខាងហេហ៊ានមកហាងធំបែបនេះជាមួយនារីបែបនេះដោយរបៀបណាគាត់គ្រាន់តែពឹងផ្អែកលើការពិតដែលថាគាត់បានជួយសង្គ្រោះអនុប្រធានាធិបតីកាលពី5ឆ្នាំមុនពួកគេជាប្រភេទមនុស្សដែលអ្នកផ្ដល់ដំបូន្មានជើព្រះឲ្យបិទមាត់ទៅតើអ្នកឃើញព្រះច័ន្ទនេះទេគាត់បានឲ្យវាមកខ្ញុំនៅពេលដែលវាជាភេសជ្ជៈដែលខ្ញុំចូលចិត្តបំផុតឧត្តមគិតរួមមានខ្ញុំគាត់បាននិយាយថាអស្ចារ្យមែនឪពុកនោះឈ្មោះជើពិតជាមានសំណាងមិនគួរឲ្យជឿខ្ញុំមិនព្រមឲ្យអ្នករស់នៅជាម្ដាយតូបាន10000ឆ្នាំទេឲ្យតែបងជើថាខ្ញុំគឺមិនអីទេឲ្យតែបងជើថាខ្ញុំគឺមិនអីទេគ្មានបេះដូងខ្ញុំចង់ឬពីរបៀបដែលលោកឪពុកជើមិនជឿថាគាត់បានចាក់ចេញទេបងប្រុសឡានប៉ូលីសនេះជាប្រអប់បេនតូដែលខ្ញុំបានធ្វើសម្រាប់អ្នកសាឡបងវាខ្ញុំនឹងមិនស៊ីអ្នកទេនិយាយអ្វីហេតុអ្វីបានជាធ្វើពុតជាពណ៌ខ្ញុំគ្រាន់តែសួរអ្នកបែបនេះព្រោះខ្ញុំចង់ប្រាប់អ្នកថាខ្ញុំចង់ប្រាប់អ្នកឲ្យធ្វើល្អដែរខ្ញុំដឹងថាអ្នកពិតជាចង់សហការជាមួយវងគម្រោងនេះក៏កម្រមានដែរនោះហើយជាមូលហេតុដែលខ្ញុំត្រូវសរសេរអំពីការក្លែងបន្លំគាត់មុនដូច្នេះខ្ញុំមិនអរគុណអ្នកទេបងប្រុសជីនជើមិនអីទេខ្ញុំនឹងធ្វើអ្វីគ្រប់យ៉ាងសម្រាប់អ្នកដោយស្ម័គ្រចិត្តខ្ញុំគិតថាវាសម្រាប់ភាពឥតប្រយោជន៍របស់អ្នកបងប្រុសជីនជើខ្ញុំពិតជាចង់ជួយអ្នកណាស់ខ្ញុំមិនដឹងថាហេតុអ្វីទេឥឡូវនេះគាត់បានវិលត្រឡប់ទៅប្រទេសចិនវិញភ្លាមគាត់រស់នៅជាមួយឆេវយិងតាំងពីយូរយារណាស់មកហើយគ្រប់គ្រាន់ហើយបងប្រុសជីនជើមានអ្វីខុសខ្ញុំមិនចង់ស្ដាប់រឿងរ៉ាវរបស់ពួកគេទេតើអ្នកចុះពីឡានដោយរបៀបណាដើម្បីត្រួតពិនិត្យល្បឿនមន្ត្រីប៉ូលីសឲ្យតើអ្នកទទួលខុសត្រូវទេតើអ្នកស្រឡាញ់ខ្ញុំទេវាជាការផ្សះផ្សានៃគំនិតគាត់បានសុំឲ្យខ្ញុំថតវីដេអូដើម្បីសុំទោសជាសាធារណៈឲ្យគាត់500ទៀតការធ្វើការសម្រេចចិត្តបងប្រុសឆេនឆេងយើងបានធ្វើរឿងទាំងអស់នេះសម្រាប់អ្នកហើយប្រសិនបើខ្ញុំចាញ់ក្តីប្រឆាំងនឹងគាត់អ្នកនឹងត្រូវបង់ប្រាក់ឲ្យខ្ញុំរាប់ម៉ឺនដុល្លារប៉ុន្តែតាមពិតគាត់គំរាមខ្ញុំគាត់បាននិយាយថាគាត់ចង់ឲ្យខ្ញុំលុបចោលកិច្ចសហប្រតិបត្តិការរបស់ខ្ញុំជាមួយក្រុមហ៊ុន Fiji Group គាត់ពិតជាលោភលន់ពេកហើយព្រះអង្គម្ចាស់ខ្ញុំរស់នៅបាន30ឆ្នាំហើយថ្ងៃនេះជាថ្ងៃដ៏ធ្ងន់ធ្ងរមួយខ្ញុំនៅលីវហើយវាពិតជាអស្ចារ្យណាស់អ្នកគួរឲ្យខ្លាចណាស់គាត់ជាអ្នករចនាមេដាយមាសប្រកាសថាអ្នកជាអត្តតុលាការថូមេក៏ពេញចិត្តនឹងការចម្អិនអាហារផងដែរតើវាអាចថានាងបានលងស្នេហ៍នឹងគាត់ហើយឬនៅ
ទេទុកឲ្យខ្ញុំរងចាំមួយផ្លេតតាមពិតទៅគាត់បានខាតបង់ប្រាក់ទាំងអស់របស់គាត់ដោយបង់ចេញពីហោប៉ៅរបស់គាត់អ្នកហាក់ដូចជាដឹងច្រើនអំពីរឿងនេះមិត្តរួមថ្នាក់បច្ចុប្បន្នរបស់ខ្ញុំនៅសាកលវិទ្យាល័យ CT លើសពីនេះទៅទៀតជាធម្មតាគាត់មានចរិតឆេវឆាវណាស់គាត់តែងតែអួតអាងអំពីការរៀបការជាមួយគ្រួសារអ្នកមានជីនជើប៊ឺធើអ្នកបាននិយាយថាខ្ញុំនឹងមិនដកថយទេដរាបណាវាស្ថិតនៅក្នុងអំណាចរបស់ខ្ញុំចេញពីឡានតើការសាងសង់ផ្លូវមួយត្រូវចំណាយប៉ុន្មានវាអាចចាប់ផ្ដើមថ្ងៃនេះអ្នកមើលមិនឃើញទេប្រសិនបើមិនមានប៉ូលីសគ្រប់គ្រាន់ទេខ្ញុំមានលក្ខខណ្ឌមួយពន្យល់ខ្ញុំត្រូវចុះពីឡានក្រុងខ្ញុំចង់ក្លាយជាក្មេងស្រីនៅដើមរដូវក្តៅបន្ទាប់មកសូមមើលអ្វីដែលអ្នកអាចធ្វើបានដរាបណាគាត់អាចរកឃើញឆែជីវក្រុមហ៊ុន Fiji Group មិនត្រូវការសុភាពបុរសដូចគាត់ទៀតទេកុំបារម្ភអីបងប្រុសអាជីវកម្មរបស់អ្នកគឺជាអាជីវកម្មរបស់ខ្ញុំពិតជានឹងរកឃើញឆែជីវអូនេះក៏មិនមែនជាសៀវភៅដែរដូច្នេះតាម20,000លាននេះកើតឡើងដោយរបៀបណាទោះបីជាខ្ញុំជាមនុស្សខ្លាំងក៏ដោយខ្ញុំនៅតែល្អជាងអ្នកឈរនៅក្នុងតំណែងជាអនុប្រធានក្រុមតើអ្នករកលុយបានប៉ុន្មានសម្រាប់ក្រុមហ៊ុនប្រសិនបើខ្ញុំជាអ្នកខ្ញុំនឹងមិនអាចនៅក្រុមហ៊ុននេះយូរមកហើយទេខ្ញុំមិនអាចប្រៀបធៀបជាមួយអ្នកបានទេយន្តហោះចម្បាំងនៃភាពគ្មានខ្មាស់អៀនរាល់ថ្ងៃខ្ញុំនឹងបើកវាជាមុនសិនពេលដែលបងបានឃើញអូនតើលោកប្រធានាធិបតីលូពិតជានឹងចេញទៅភ្លាមមែនទេការរៀបចំដោយសន្តិវិធីប៉ាជីយូអញសុខសប្បាយជីទេតើអ្នកពិតជាមិនចង់ឲ្យឈាវគេស្នាក់នៅពី3ថ្ងៃទៀតមែនទេយប់វែងនាំមកនៅក្តីសុបិនជាច្រើនខ្ញុំខ្លាចថាខ្ញុំនឹងដឹងឆាប់នេះយល់ព្រមរក្សាសុខភាពផងស៊ីវជីខ្ញុំនឹងមកជួបអ្នករាល់ពេលដែលខ្ញុំមានពេលតោះដើរលេងតើអ្នកបើកបរយ៉ាងដូចម្ដេចខ្ញុំបានចុះហត្ថលេខាលើកិច្ចសន្យាការងារហើយបានទៅធ្វើការអ្នកពឹងផ្អែកលើសូមឲ្យខ្ញុំណែនាំវាដល់អ្នកខ្ញុំជាជើហ្វាយរបស់អ្នកគឺលោកនាយកស៊ូពណ៌ក្រហមតូចនោះឥឡូវនេះថែរក្សាវងឈៀវជាខ្ញុំបានប្រាប់អ្នកកុំឲ្យនិយាយវាអ្នកគឺជាអ្នកដែលបានយល់ព្រមចាប់ផ្ដើមធ្វើការប្រសិនបើអ្នកចាក់ចេញឥឡូវនេះខ្ញុំមិនប្រកាន់ទេក្នុងការទទួលស្គាល់ទុក្ខវេទនាពីអតីតកាលរបស់កូនប្រុសអ្នកហើយត្រឡប់ទៅផ្ទះដូនតារបស់គាត់វិញតើអ្នកឈ្គួតមែនទេសៀវជីវឯងឈ្គួតមែនទេប្រសិនបើអ្នកបំពានការសន្យារបស់អ្នកខ្ញុំនឹងចេញទៅក្រៅក្នុងពេលបន្តិចទៀតពួកឲ្យអ្នកឈ្គួតហើយខ្ញុំត្រូវត្រឡប់ទៅផូស៊ីវិញរារាំងវាលើអ្នកប្រសិនបើអ្នកស្ថិតក្នុងគ្រោះថ្នាក់គ្រាន់តែព្រិចភ្នែកហើយសម្លាប់គាត់អ្នកសម្រេចចិត្តថាស្ថានភាពបែបណាចូលថែរក្សាខ្លួនឯងឲ្យបានល្អយល់ព្រមចាប់ពីពេលនេះទៅយើងនឹងស្នាក់នៅក្នុងយឹងហៅនេះម៉ាក់ជាវទីសុំទោសម៉ាក់មិនអីទេអរគុណសម្រាប់ការខិតខំប្រឹងប្រែងរបស់អ្នកនៅថ្ងៃនេះខ្ញុំនឹងនឹកអ្នកដឹងគុណវ៉ាងនីកំពុងនៅអាកាសយានដ្ឋានដូច្នេះវានឹងងាយស្រួលក្នុងការបង្ហោះវីដេអូលីហើយអ្វីគ្រប់យ៉ាងដែលខ្ញុំសម្រស់អនុប្រធានាធិបតីមកដល់ហើយបងស្រីស៊ីស៊ីពិតជាបានអញ្ជើញអ្នកស្រីស៊ីមែនស៊ូស៊ីនមានសមត្ថភាពខ្លាំងណាស់ដោយការរំពឹងទុករបស់ក្មេងស្រីម្នាក់ដែលធ្លាប់នៅជាមួយហាងនំប៉័ងទាំង8អនុញ្ញាតឲ្យពួកគេចូលអ្នកនាងស៊ីសូមអញ្ជើញចូលមកបងប្រុសជីនជើខ្ញុំបានយករបស់សប្តាហ៍ក្រោយមកអនុប្រធានាធិបតីខ្ញុំនឹងបញ្ចប់កិច្ចសន្យាជាមួយ Panda ក្នុងរយៈពេល3ខែទោះជាយ៉ាងណាក៏ដោយផលប៉ះពាល់មិនល្អទេទោះយ៉ាងណាក៏ដោយខ្ញុំត្រូវតែរំលឹកអ្នកគម្រោងនេះរីកាពីភាពខ្លាំងរបស់វាសំណួរនេះមិនត្រូវបានអនុញ្ញាតទេខ្ញុំយល់ថាខ្ញុំនឹងលះបង់អ្វីទាំងអស់នៅក្នុងការងាររបស់ខ្ញុំក៏មិនចូលចិត្តមានអារម្មណ៍ឯករាជ្យនៅក្នុងរឿងឯកជនដែរលោកអនុប្រធានអ្នកបានសន្យាជាមួយខ្ញុំថាបន្ទាប់ពីគម្រោងនេះត្រូវបានបញ្ចប់ស្ទើរតែគ្រប់គ្នាដែលបញ្ជាទិញអាហារយកទៅផ្ទះមានល្បឿនដែលលឿនបំផុតស្ត្រីម្នាក់នេះផ្លាស់ប្ដូរទឹកមុខយ៉ាងលឿនគាត់ធ្លាប់ធ្វើពុតជាព្រះអង្គសង្គ្រោះរបស់ខ្ញុំជាការបង្ហាញពីការលះបង់ដ៏មិនរង្គោះរង្គើរហូតដល់ស្លាប់វាត្រូវបានលាតត្រដាងឥឡូវនេះសូម្បីតែធ្វើពុតក៏នៅតែល្អដែរអ្វីទៀតស្ទូឌីយោឯករាជ្យមួយជេងយូស៊ូរៀបចំស្ទូឌីយោដាច់ដោយឡែកមួយសម្រាប់កញ្ញាឆែបាត់ចាស់សោះហើយខ្ញុំក៏មិនខ្វល់ពីសេចក្តីសង្ខេបណាមួយដែរគាត់គួរតែជៀសវាងការជ្រៀតជ្រែកក្នុងរឿងច្នៃប្រឌិតតើអ្នកចង់មានន័យយ៉ាងណាអ្នកខូខើណាស់អ្នកយល់ហើយបងប្រុសដែលមានឆ្អឹងខ្នងមើលអ្វីដែលគាត់និយាយអំពីខ្ញុំគាត់និយាយត្រូវម៉ាក់ឲ្យខ្ញុំហៀបនឹងឡើងយន្តហោះហើយមិនអីទេកូនថែរក្សាខ្លួនឯងឲ្យបានល្អកុំបារម្ភអីលីហើយម៉ាក់
ខ្ញុំមិនត្រឡប់មកវិញដើម្បីរស់ឡើងវិញទេខ្ញុំចង់នៅនឹងការពារម៉ាក់អ្នកនឹងមិនយល់ស្របនឹងរឿងនោះទេហេតុអ្វីបានជាអ្នកគ្មានជំរឿអ្វីក្រៅពីយល់ព្រមអ្នកគឺជាបងប្រុសទី7របស់ខ្ញុំនោះជាចៅប្រុសរបស់មន្ត្រីឆេវអ្វីជាវធីមិនដែលនឹកស្មានថាការផ្ដល់អំណោយដល់អតិថិជននឹងនាំមកនូវអត្ថប្រយោជន៍ដែលមិននឹកស្មានដល់នោះទេបន្ទាប់ពីចេញពីធ្វើការនេះនឹងក្លាយជាកន្លែងធ្វើការរបស់អ្នកចាប់ពីពេលនេះទៅសូមប្រាប់ខ្ញុំផងប្រសិនបើអ្នកត្រូវការអ្វីមួយនៅពេលអនាគតអរគុណសូមជម្រាបជូនអតិថិជនឲ្យបានឆាប់តាមដែលអាចធ្វើទៅបានលោកតាបើគ្មានអ្វីខុសទេយើងអាចធានាបានលោកគោតើលោកបានពិនិត្យមើលរបាយការណ៍ថ្មីនេះហើយឬនៅតើអ្នកបានចុះពីឡានក្រុងបន្ទាប់ពីចេញពីធ្វើការហើយឬនៅអ្នកទៅឈប់ពីការងារបន្ទាប់ពីផ្លូវបើកទុកឲ្យតែថ្ងៃធ្វើការដំបូងរបស់អ្នកទៅវិញចៅហ្វាយមិនបានធ្វើបាបខ្ញុំគ្រប់គ្រាន់ទេបន្ទាប់មកខ្ញុំនឹងចូលទៅការនាំចេញការរចនារបស់ HQ នងទីបំផុតបានបញ្ចប់ហើយក្តៅខ្លាំងណាស់ទូរស័ព្ទដៃទ្វារផ្សេងទៀតដើម្បីកែច្នៃឡើងវិញសៀវជីតើអ្នកពិតជាចង់ចូលមែនទេហើយខ្ញុំនៅតែមិនទាន់ចេញពីធ្វើការពួកគេច្បាស់ជាត្រូវបានគេធ្វើបាបហើយខ្ញុំចង់ជួយគាត់សៀវជីគ្រាន់តែមិនចង់ឲ្យមនុស្សនោះអួតខ្លួនទេវាមានរយៈពេល12ឆ្នាំហើយឆេជាវាបាក់ជើងរបស់ខ្ញុំអ្នកគឺជាក្មេងស្រីដែលសុភាពបំផុតនៅក្នុងโลกអ្នកនឹងមិនដែលវីនរណាម្នាក់ឡើយកូនអើយកូនមិនដឹងអ្វីអំពីសមត្ថភាពរបស់ម្ដាយកូនទេមិនអីទេចូលយើងបន្តប៉ុន្តែត្រូវចាំថាអ្នកពិតជាត្រូវតែធ្វើឲ្យប្រកាសថាមនុស្សនោះមិនដឹងមានមនុស្សនៅទីនោះម៉ាក់សៀវជីតើអ្នកមិនបានត្រឡប់មកវិញដើម្បីជួយខ្ញុំទេម៉ាក់បើកលិខិតឆ្លងដែនរបស់ខ្ញុំតើប្តីរបស់អ្នកកំពុងធ្វើបាបខ្ញុំមែនទេអូទេខ្ញុំទើបតែលងស្នេហ៍ជាមួយម៉ាក់នាងហៅម៉ាក់ដោយក្តីស្រឡាញ់យ៉ាងខ្លាំងវាហាក់ដូចជាពួកគេពិតជាធ្លាប់ជាមិត្តរួមថ្នាក់មែនចំពោះអនុប្រធានាធិបតីវិញខ្ញុំនឹងទៅផ្ទះមុនគេដូច្នេះនេះជាថ្ងៃធ្វើការដំបូងរបស់អ្នករចនានៅតែធ្វើការថែមម៉ោងឆ្លងកាត់ខ្យល់នឹងភ្លៀងខ្ញុំគួរតែសុំឲ្យគាត់ធ្វើបែបនេះឲ្យបានញឹកញាប់ជាងនេះមែនទេអ្នកមិនប្រកាន់ទេមែនទេបើអ្នកមិនប្រកាន់ទេលើកក្រោយតោះទៅជាមួយគ្នាអនុប្រធានាធិបតីអរគុណចំពោះសេចក្តីសប្បុរសរបស់អ្នកថ្ងៃនេះយឺតពេលហើយដូច្នេះវាមិនស្រួលក្នុងការដើរជុំវិញពីរបីដងទេខ្ញុំមិនរំខានអ្នកទេអនុប្រធានខ្ញុំបានជូនប្រពន្ធខ្ញុំញ៉ាំអាហារពេលល្ងាចតើជុំណាដែលហៅថាជាវចេងពួកគេគ្រាន់តែជាគូស្នេហ៍មួយគូប៉ុណ្ណោះបើនិយាយឲ្យចំទៅអនុប្រធានត្រូវតែមានការយល់ដឹងអំពីខ្លួនឯងខ្លះល្អយើងប្រហែលជានឹងបាត់បង់ចំណង់អាហារខ្ញុំនឹងទទួលខុសត្រូវនៅថ្ងៃក្រោយខ្ញុំកំពុងតែយល់ច្រឡំហេតុអ្វីបានជាកូនប្រុសខុសច្បាប់របស់ជាវចេងជាអាចកំបាំងរបស់អនុប្រធានាធិបតីការទូទាត់របស់អ្នកហ៊ឹមមិនអាចបំបែកបានអនុប្រធានាធិបតីអ្នកមិនគិតថាក្មេងនោះមើលទៅដូចអ្នកទេខ្ញុំច្រណែនណាស់ទេខ្ញុំប្រហែលជាខ្វាក់ភ្នែកហើយកុមារនោះគឺជាកូនប្រុសខុសច្បាប់របស់ជាវចេងវាមិនមានអ្វីតាក់ទងនឹងកញ្ញាឆែទេតើវាអាចដូចជាអនុប្រធានយ៉ាងដូចម្តេចខ្ញុំសើចទៅស៊ើបអង្កេតមើលចូលយើងមើលថាតើមានអ្វីកើតឡើងចំពោះក្មេងនោះអាហាលោកប្រធានាធិបតីលូណេណាចេញពីការងារខ្ញុំបានតាមមើលរហូតថាពេលគាត់ចេញទៅណាបន្ទាប់ពីចេញពីធ្វើការ5នាទីមុនចុះពីឡានក្រុងមានន័យថាដល់ពេលចេញពីធ្វើការហើយត្រូវត្រឡប់ទៅផ្ទះវិញពួកគេបានដើរជាមួយគ្នាអ្នកដែលដើរម្នាក់មួយជំហានម្ដងអាចចាត់ទុកថាជាគ្នាមែនទេគួរឲ្យខឹងណាស់ខ្ញុំពិតជាមិនយល់ពីអនុប្រធានទេតើយើងអាចអនុញ្ញាតឲ្យស្ត្រីប្រភេទនេះចូលក្នុងក្រុមហ៊ុនដោយរបៀបណាអាក្រក់ល្ងងនិងរំខានតើអ្នកនៅតែមិនស្រួលខ្លួនពេលកំពុងចម្អិនអាហារមែនទេដោយសារតែបែបនេះមែនគុំបន្ទោសខ្ញុំដែលបានប្រាប់ហ្វូយេងហៅអ្នកមានកូនខុសច្បាប់ជាមួយឆៀវចេងតើក្មេងនោះពិតជានឹកខ្ញុំមែនទេតើមនុស្សល្ងងម្នាក់អាចគិតពីខ្ញុំបានយ៉ាងដូចម្តេចអ្នកណាអនុញ្ញាតឲ្យអ្នកចូលឃើញគ្រួសារ3នាក់ជួបជុំគ្នាវិញខ្ញុំមិនសប្បាយចិត្តទេមានរឿងអ្វីកើតឡើងខ្ញុំខ្លាចថាអ្នកនឹងមិនអាចដោះស្រាយរឿងធំនេះបានទេវាមិនមែនថាខ្ញុំមិនខ្វល់ទេមិនអីទេមើលដោយខ្លួនឯង
កូនប្រុសចិញ្ចឹមម្នាក់បានយកនាមត្រកូលរបស់គាត់កញ្ញាស្នេហ៍ពិតមែនហើយតើវាអាចទៅរួចទេមនុស្សដែលមានរូបសម្បត្តិល្អនិងមានចិត្តសប្បុរសនឹងជួបប្រទះនឹងបញ្ហានាងស្អាតទាំងខាងក្នុងទាំងខាងក្រៅគួរឲ្យខ្លាចណាស់មនុស្សនេះត្រូវបានគេជំរុញខ្លាំងពេកមានអ្វីមួយមិនត្រឹមត្រូវទេហ្វូជីនជើគឺបែបនេះវាជាភស្តុតាងយ៉ាងច្បាស់ដែលថាបុរសនោះចាប់ប្រពន្ធរបស់គាត់បានដោយដៃក្រហមអ្នកមើលទៅចំណែនតើវាអាចទៅរួចទេដែលនាងបានបង្កើតចំណង់ចំណូលចិត្តក្នុងការធ្វើម្ហូបតើអ្នកគិតយ៉ាងណាដែរល្អផឹកស្រាតិចទៅគេងទៅប្រសិនបើក្មេងប្រុសម្នាក់ងុយគេងគាត់នឹងមិនអាចគេងលក់បានទេប៉ុន្តែប្រសិនបើគាត់ងឹតភ្នែកគាត់នឹងមិនអីទេតាំងពីរឿងមកដល់ចំណុចនេះមកម្លេះក្រៅពីនេះអ្នកមិនចាំបាច់មានអារម្មណ៍ចំពោះអ្នកក្រោមបង្គាប់របស់អ្នកទេហើយវិស័យយ៉ានអ្នកបានធ្លាក់ខ្លួនឈឺហើយតើអ្នកសង្គ្រោះដែលបានមកដល់ទាន់ពេលវេលាជានរណាលោកហេតុអ្វីបានជាអ្នកហេតុអ្វីបានជាអ្នកសំណាងអាក្រក់ម្លេះសំណាងអាក្រក់អ្វីម្លេះហេអ្នកមិនចាក់ចេញទេមែនទេខ្ញុំមានអាចកំបាំងមួយចង់ប្រាប់អ្នកតាមពិតទៅថ្នាក់ក្រោមគឺកាលពី5ឆ្នាំមុនអ្នកដែលត្រូវបានកាត់ចូលទៅក្នុងពោះឆ្កែពួកគេមានកូនខុសច្បាប់ម្នាក់ផងដែរលិខិតឆ្លងដែនរបស់ខ្ញុំពិតជាបាត់មែនខ្ញុំពិតជាបានបោះវាចូលទៅក្នុងធុងសម្រាប់មែនចូលយើងដាក់លិខិតឆ្លងដែនមួយ like សិនសម្រាប់ពេលនេះហើយអ្វីត្រូវទៅក្រុមហ៊ុន Fiji Group ម៉ាក់ឲ្យកូនបារម្ភថានឹងមានអ្នកណាម្នាក់ធ្វើបាបកូនតើអ្នកអាចការពារម៉ាក់ដោយរបៀបណាកាលអ្នកនៅក្មេងម៉ាក់ឲ្យខ្ញុំអាចធ្វើបានមិនសម្រេចចិត្តលើបុរសណាម្នាក់ឡើយជាដំបូងគាត់គួរតែបំពេញកាតព្វកិច្ចរបស់គាត់ក្នុងការចិញ្ចឹមកូនទី2សូមពិចារណាអំពីបញ្ហាតម្រង់នោមខ្ញុំទំនងជាកូនតែម្នាក់គត់របស់ខ្ញុំដូច្នេះហើយខ្ញុំចង់ទទួលមរតកទ្រព្យសម្បត្តិរបស់គាត់ដើម្បីចាយវាលើម្ដាយរបស់ខ្ញុំធ្វើបែបនេះម៉ាក់នឹងមិនចាំបាច់ធ្វើការធ្ងន់ដើម្បីរកលុយទេទីបំផុតឪពុកមានកូនប្រុសដែលកតញ្ញូដូចអ្នកខ្ញុំនឹងសើចនៅក្នុងដំណេករបស់ខ្ញុំឈប់ស្ដាប់ខ្ញុំគិតថាការកំណាញ់គឺសំហេតុផលណាស់ជាវទីប្រសិនបើអ្នកទទួលស្គាល់ខេត្តហ្វូជីនបន្ទាប់មកម៉ាក់នឹងមិនឃើញអ្នកម្ដងទៀតទេគឺម៉ាក់លែងចង់បានខ្ញុំទៀតហើយយកព្រមទេមែនហើយកូនតូច7សន្យានឹងម៉ាក់កុំឲ្យវីជីនហៅដឹងថាអ្នកជាកូនប្រុសរបស់គាត់មិនអីទេមានក៏ត្រូវសន្យាជាមួយខ្ញុំដែរអនុញ្ញាតឲ្យខ្ញុំស្នាក់នៅហើយការពីអ្នកដូច្នេះអ្នកកំពុងរងចាំខ្ញុំនៅទីនេះគឺម៉ាក់អាចជ្រើសរើសបានតែមួយក្នុងចំណោមពីរប៉ុណ្ណោះបន្ទាប់មកវាជាកិច្ចព្រមព្រៀងមួយប្រសិនបើហ្វូជីនហៅដឹងថាអ្នកជាកូនប្រុសរបស់គាត់ហើយអ្វីអ្នកមិនឆ្លើយតបទៅភ្លាមវាជាកិច្ចព្រមព្រៀងមួយវាជាកិច្ចព្រមព្រៀងមួយអ្នកនាងបើអ្នកនាងនៅតែនាំគាត់ទៅណាមកណាបែបនេះប្រយ័ត្នផងអេក្រង់របស់ខ្ញុំអាចនឹងដាច់ខ្ញុំនឹងឲ្យអ្នកខ្ចីសម្បត្តិយន្តហោះរបស់ខ្ញុំស្បត់ថានេះជាលើកចុងក្រោយហើយចូលយើងនិយាយអំពីវាអនុប្រធានាធិបតីនឹងដឹងឆាប់ឬក្រោយមកកូនរបស់អនុប្រធានាធិបតីឈ្មោះជាវឆេវាហាក់ដូចជានាងកើតនៅចុងវ័យជំទង់ឬដើមអាយុ20ឆ្នាំចេញទៅវាហាក់ដូចជាអនុប្រធានាធិបតីបានដឹងរួចហើយសូមអភ័យទោសលើកក្រោយទៀតវាហាក់ដូចជាយើងមកខុសពេលដែលចុះពីទីនេះហើយអ្វីបានជាអ្នកមកហើយចាក់ចេញនេះគឺជាការរចនាកសិកម្មរដូវស្លឹកឈើជ្រុះពីសេរី Four Seasons សូមអញ្ជើញមកហាងរបស់យើងអ្នករចនាមេដៃមាសប៉ុណ្ណឹងហើយអូអនុប្រធានបាននិយាយថាខ្ញុំគួរតែត្រឡប់ទៅបង់ប្រាក់ម្ដងទៀតខ្ញុំមិនទាន់បានសួរសំណួររបស់ខ្ញុំនៅឡើយទេប្រញាប់ម្លេះឬមួយក៏អញ្ចឹងអ្នកពិតជាមិនអត់ធ្មត់នឹងខ្ញុំណាស់ចៅហ្វាយរបស់អ្នកសូមរិះគន់ដាក់សាត្រាស្លឹករឹតមួយ like សិនឥឡូវនេះអ្នករចនាភ្លាមនោះខ្ញុំក៏ចាប់អារម្មណ៍យ៉ាងខ្លាំងទៅលើជាវធីគាត់គឺជាយ៉ាងសៃដែលមានឈ្មោះហៅក្រៅរបស់ខ្ញុំនឹងជូនគាត់នៅអាហារមួយពេលមិនហួសហេតុពេកទេមែនទេអរគុណមិនចាំបាច់ទេលើសពីនេះខ្ញុំមិនចូលចិត្តពិភាក្សារឿងផ្ទាល់ខ្លួនក្នុងម៉ោងធ្វើការទេខ្ញុំជាចៅហ្វាយខ្ញុំបាននិយាយថាចូលយើងនិយាយអំពីរឿងឯកជនតើកូនរបស់ជាវជានរណាតើហ្វូជីនហៅដឹងទេថាជាវថៃជាកូនប្រុសរបស់គាត់ប្រហែលជាលួចវាយូរមកហើយបើគាត់មិនបានដឹងវាមិនដូចនេះទេវាមិនមានអ្វីពាក់ព័ន្ធនឹងអ្នកតតែសោះសូមឲ្យខ្ញុំរំលឹកអ្នកកូននោះយកនាមត្រកូលរបស់អ្នក
ហើយអ្វីបានជាអ្នកកុហកខ្ញុំអ្នកធ្លាប់និយាយថាគាត់មិនសមនឹងខ្ញុំទេតើអ្នកពិតជាចង់កាត់ទោសប្រហារជីវិតខ្ញុំមែនទេវាជាការល្អបំផុតក្នុងការទទួលមរតកទ្រព្យសម្បត្តិរបស់ខ្ញុំរួមគ្នាជាមួយនឹងដៃធាត់របស់ពួកគេយើងមិនអាចភ័យស្លន់ស្លោបានទេយើងមិនអាចបន្តនិយាយអំពីជាវជាបានទេអនុប្រធានតើអ្នកកំពុងធ្វើអ្វីតើអ្នកនឹងលងស្នេហ៍នឹងខ្ញុំទេខ្ញុំនឹងមិនដែលលងស្នេហ៍នឹងអ្នកណាដែលមិនឈប់ឈរឡើយស្ត្រីដែលមិនទាន់រៀបការមានសំណាងធានាបានបន្ទាប់ពីយើងលែងលះគ្នាជាវធានឹងមិនដែលបាត់បង់ទ្រព្យសម្បត្តិរបស់អ្នកសូម្បីតែមួយកាក់ឡើយជីនជូបឺធើតើអ្នកនិយាយអ្វីទៅកាន់អ្នកបោកប្រាស់អ្នកបានប្រាប់ហ្វូយិញហៅអំពីជាវជាបាតចាស់សោខ្ញុំគ្រាន់តែមិនចង់ឲ្យបងប្រុសខ្ញុំមកពីយិញហៅត្រូវអ្នកបោកបញ្ឆោតនោះទេចូលយើងមើលពីរបៀបដែលអ្នកលបួងគាត់ឥឡូវនេះស៊ីឈូអ្នកឈួតមែនទេនេះជាក្រុមហ៊ុនល្អឧត្តមសេនីយ៍ស៊ីថ្ងៃនេះខ្ញុំបាក់ដៃដោយចៃដន្យនៅកន្លែងធ្វើការមិត្តរួមការងារម្នាក់របស់ខ្ញុំបាននាំគាត់ទៅមន្ទីរពេទ្យនោះសំហេតុផលណាស់សូមបងប្រុសជួយសង្គ្រោះខ្ញុំផងស្ត្រីម្នាក់នេះឈួតហើយពួកឲ្យនេះជារឿងឯកជនខ្ញុំត្រូវការឲ្យអ្នកទុកខ្ញុំឲ្យនៅម្នាក់ឯងបើមិនដូច្នោះទេវាអាចដាក់បានកាន់តែតូចមីងរបស់អ្នកបានរកឃើញវាដោយខ្លួនឯងមិនមែនដោយសួរគាត់ទេខ្ញុំបានបង្ខំវាខ្ញុំបានមើលស្រាលឪពុករបស់ខ្ញុំវាហាក់ដូចជាខ្ញុំត្រូវរៀបចំផែនការចុងសប្តាហ៍របស់ខ្ញុំឡើងវិញជីនជូមីងរបៀបហ៊ានធ្វើតែមិនហ៊ានទទួលស្គាល់គ្មានអ្វីដែលពួកគេហ៊ានធ្វើទេតែមិនព្រមទទួលស្គាល់ជាវគីគឺជាកូនប្រុសរបស់ខ្ញុំជានិច្ចតើបុរសណាដែលតែងតែធ្វើបាបម៉ាក់គាត់រកបាន10លានក្នុងមួយថ្ងៃសូមឲ្យរឿងនេះក្លាយជាមេរៀនសម្រាប់ទាំងអស់គ្នាអូយទេម៉ាក់មកវិញហើយតើកូនប្រុសខ្ញុំកំពុងធ្វើអ្វីខ្ញុំកំពុងរៀនវគ្គសិក្សាតាមអ៊ីនធឺណិតម៉ាក់ឲ្យកូនបានរៀនមេរៀនទាំងអស់ដែលម៉ាក់បានរៀបចំហើយនេះជាកូនប្រុសល្អរបស់ខ្ញុំហេស៊ីស៊ីខ្ញុំបានសន្យាថានឹងជូនអ្នកនឹងជាវទៅញ៉ាំអាហារមួយពេលធំខ្ញុំនៅជាន់ក្រោមអ្នកទាំងអស់គ្នាចុះមកស៊ីវជីតើអ្នកចង់ចេញទៅញ៉ាំអាហារនៅខាងក្រៅមែនទេគិតខ្ញុំសង្ឃឹមថាខ្ញុំអាចសប្បាយចិត្តជាងនេះមុនពេលខ្ញុំចាក់ចេញតោះទៅដើរលេងម៉ាក់នឹងនាំអ្នកមិនអីទេឈប់ផឹកទៅមិនចង់បានតម្រងនំទេការចំអិនអាហារនឹងលែងទទួលបានការបរិច្ចាគតម្រងនំទៀតហើយកុំនិយាយវាអីមិនអីទេខ្ញុំនឹងមិននិយាយវាទេប៉ុន្តែកុំព្យាយាមលងទុកព្រួយរបស់អ្នកនៅក្នុងស្រារាល់ពេលដែលអ្នកខ្ចីស្រាមួយដបដើម្បីបំបត្តិទុកព្រួយរបស់អ្នកនេះច្បាស់ជាសញ្ញានៃការផ្លាស់ទីខ្ញុំគ្រាន់តែមិនស្រវឹងទេបងប្រុសសង្ឃឹមថាបងនឹងភ្ញាក់ឡើងឆាប់ទោះយ៉ាងណាក៏ដោយមិនចាំបាច់មានទុតិតនិយមពេកនោះទេមនុស្សអាក្រក់របស់ឆេឃីវនិងឆេវយើងវាអាចទៅរួចដែលថាគ្រូសាជាវបានដាក់កំហិតពួកគេមនុស្សពេញវ័យមានពេលជាច្រើនដែលយើងគ្មានជំរឿអ្វីក្រៅពីធ្វើអ្វីក្មេងនោះក៏អាចជាគ្រោះថ្នាក់ដែរម៉ាក់ឲ្យខ្ញុំចង់ស៊ីក្តាមរមនេះណាឬឈូកមួយដាំបណ្ដាលឲ្យរៀតញ៉ាំឲ្យអស់ទៅពោះធំរបស់ឯងខ្ញុំនឹងនាំឯងទៅមន្ទីរពេទ្យទេអ្នកមិនអាចនិយាយបែបនោះទេមើលភាពគ្មានទីពឹងបែបនេះដូចជាគ្រោះថ្នាក់មួយប៉ាបានកំងម្ហូបដែលម៉ាក់ចូលចិត្តមួយចំនួនឲ្យខ្ញុំជីតូចល្អណាស់ខ្ញុំដឹងច្បាស់បំផុតថាម៉ាក់របស់អ្នកចូលចិត្តញ៉ាំអ្វីចំណិតសួតរបស់ស្វាមីនិងភរិយាត្រីក្រកពណ៌លឿងតូចមួយខ្ញុំចង់បានបង្គាស្ងោរនិងកន្ទុយបង្គាចៀនខ្លាឃ្មុំរុស្ស៊ីមួយទៀតល្អណាស់លោកភោជនីយដ្ឋានរបស់យើងទើបតែបានចេញមុខម្ហូបពិសេសថ្មីមួយមុខជើងមាន់ក្រូចឆ្មាតើអ្នកចង់ញ៉ាំអ្វីមិនចាំបាច់ទេជីតូចរបស់ខ្ញុំពេញចិត្តនឹងក្រូចឆ្មាហើយហ្វូយិញហៅសូមស្ដាប់ក្មេងប្រុសតូចនោះមានអាឡែស៊ីនឹងក្រូចឆ្មាដូចអ្នកដែរពួកគេពិតជាមើលទៅក្មេងណាស់ហ្វូជីនជើហេតុអ្វីអ្នកមិនស៊ើបអង្កេតបន្ថែមទៀតការចំអិនអាហារនិងការសន្យារបស់ស្រុកសៀវសៀនវាអាចទៅរួចដែលខ្ញុំនឹងត្រូវគេដាក់គុកគុំឲ្យចានសម្លៀកបំពាក់បញ្ឆោតអ្នកទេហើយបាននិយាយវាដោយផ្ទាល់អូយម្ហូបនេះមើលទៅឆ្ងាញ់ណាស់យើងមិនអាចគ្រាន់តែប៉ះគ្នាបានទេសម្រស់តូចជាទីស្រឡាញ់ជាវអើសូវតើអ្នកចង់ចែករំលែកទៅទេកុំមានចិត្តចង្អៀតពេកបើអ្នកប្រកាន់ខ្ញុំនឹងជូនអ្នកនៅអាហារនេះតើអ្នកគិតថាខ្ញុំត្រូវការលុយរបស់អ្នកទេជាវអើសូវភ្លាមនោះអ្នកមានកូនខុសច្បាប់គ្រួសារជាវដឹងឱកាសដ៏រីករាយបែបនេះតើអ្នកចង់ឲ្យខ្ញុំប្រាប់អ្នកទេ
លោកប្រធានាធិបតីហ៊ូបើអ្នកមានលុយទំនេរចូលទៅញ៉ាំអាហារពេលល្ងាចជាមួយនារីស្រស់ស្អាតម្នាក់ទៅដោះស្រាយស្ថានភាពនៅលីវរបស់ខ្ញុំបើមិនដូច្នោះទេប្រសិនបើអ្នកមានជំងឺផ្លូវចិត្តគ្រាន់តែចំណាយលុយដើម្បីព្យាបាលវាពិតជាធ្វើឲ្យឆែឈឺចាប់ណាស់ពីមុនអ្នកមិនដូចនេះទេខ្ញុំបានក្លាយជាមនុស្សទន់ភ្លន់ជាងមុនបើមិនដូច្នោះទេខ្ញុំប្រកាសជាទះអ្នករួចហើយនោះជារឿងដ៏គួរឲ្យខ្លាចណាស់អាវីអនុញ្ញាតឲ្យគាត់ដើរចេញមនុស្សច្រើនពេកមិនអាចបំពេញចំណង់អាហារបាននាងធ្លាប់ជាក្មេងស្រីតូចដែលខ្មាស់អៀនខ្លាំងណាស់តើវាប្រែទៅជាហេតុហុកយ៉ាងដូចម្ដេចបិទមាត់ហើយញ៉ាំអាហារឬចេញទៅមិនអីទេឥឡូវយើងទៅផ្ទះវិញព្រោះយើងពេញហើយម៉ាក់ឲ្យខ្ញុំត្រូវការបត់ជើងតូចអ្នកបើកបរមុនខ្ញុំនឹងត្រឡប់មកវិញភ្លាមហេបន្ថយល្បឿនបន្តិចទៅសៀវឈីយកឈាវthìអ្នកចង់បត់ជើងតូចដែរទេដូច្នេះជំនាញពិតប្រាកដគឺការផ្ដល់ទឹកនោមដល់អ្នកក្មេងនេះកំ pl ែងណាស់កុំគិតថាតែងតែនិយាយចេញមកកុំប្រៀបធៀបខ្ញុំទៅនឹងស្ត្រីដែលគ្មានទំនួលខុសត្រូវនិងមានភ្នែកភ្លឺស្វាងម្នាក់ហេអ្នកនៅតែជាមនុស្សមកពីយើងពិតជាចុះសម្រុងគ្នាល្អណាស់ពេលនេះពួកគេបានបែកខ្នងដាក់គ្នានៅពេលនោះមិនអីទេបន្តទៅមុខហើយបត់ជើងតូចទៅអ្វីខ្ញុំកំពុងលេងល្បែងជាមួយអ្នកហើយឈួតហើយខ្ញុំជាមនុស្សដែលខ្លាចសត្វមូសគាត់មានតែប៉ុណ្្នឹងទេដូច្នេះអ្នកគួរតែលេងគាត់ឲ្យបានលឿនបងប្រុសតើបងនៅតែរងចាំលេបថ្នាំពើកម្លាំងមែនទេនោះមិនគ្រប់គ្រាន់ទេខ្ញុំនឹងអនុញ្ញាតឲ្យអ្នកជួបគាត់ម្ដងទៀតនៅពេលក្រោយខ្ញុំបានវីគូតរបស់គាត់រហូតដល់វីជាមនឹងហើមតើអ្នកបានរត់ទៅណាតើត្រឹមត្រូវទេខ្ញុំទើបតែពិនិត្យមើលច្បាប់នៃការធ្វើបាបម៉ាក់ខ្ញុំមិនអាចធ្វើបែបនោះបានទេបន្ទាប់មកអ្នកនឹងមិននិយាយថាបងប្រុសកូនអ្នកធំហើយមែនទេអ្នកហ៊ានត្អូញត្អែមកខ្ញុំមែនទេគួរឲ្យខ្មាស់ណាស់អ្នកពិតជាល្អណាស់កូនខ្ញុំនឹងមិនប្រកែកទេចូលយើងជួបគ្នាមួយទល់នឹងមួយនៅពេលក្រោយអ្នកណាខ្លាចអ្នកណាអ្នកអាចបន្ថែមខ្ញុំទៅក្នុង WeChat បានដោយរីករាយមធ្យមខ្ញុំអាចលេងហ្គេមបានមែនហើយខ្ញុំកំពុងលេងហ្គេមមែនទេសុំទោសនេះជាឃាតកម្មដោយឪពុកខ្លួនឯងកុំហ៊ានប្រមាថខ្ញុំអីខ្ញុំនៅតែសាមនឹងឡានថ្មីនេះតើអ្នកចង់សម្លាប់នរណាម្នាក់ពេលកំពុងចម្អិនអាហារទេកុំហ៊ានប្រមាថខ្ញុំជើងរបស់ខ្ញុំបានចុះខ្សោយដោយសារតែការភ័យខ្លាចដែលខ្ញុំទើបតែជួបប្រទះនោះគឺជារឿងចៃដន្យអសុទ្ធសាធអ្នកបានធ្វើឲ្យខ្យល់និងភ្លៀងទាំងអស់នោះកើតឡើងដោយចេតនាឬសូម្បីតែបងប្រុសម្នាក់មកពីយេងហៅក៏អាចជួយខ្ញុំបានដែរអ្នកបានទៅពន្ធនាគារខ្ញុំមិនបានឃើញអ្នកទេតើអ្នកកំពុងបាញ់គាត់មែនទេតើវាអាចថានាងក៏លងស្នេហ៍នឹងគាត់ដែរទេស៊ូស៊ីនយ៉ានសាក់និយាយរឿងមិនសមហេតុផលម្ដងទៀតអ្នកគ្រាន់តែមានអារម្មណ៍ថាមានកំហុសខ្ញុំមិនដូចអ្នកទេខ្ញុំនឹងត្រូវគេប្រហារជីវិតភ្លាមពួកគេបានក្លាយជាកណ្ដុរនៅតាមផ្លូវហើយពួកគេមិនដឹងខ្លួនផងយិនឆៅប្អូនប្រុសស៊ូឆេនៀនបងប្រុសជីនជូខ្ញុំដឹងថាអ្នកល្អបំផុតសម្រាប់ខ្ញុំបន្ទាប់មកសុំទោសគាត់បានវីខ្ញុំដូច្នេះខ្ញុំបានឲ្យលុយគាត់ខ្លះហេតុអ្វីបានជាមានការឃ្លាំមើលនៅទីនេះតើអ្នកមានវីដេអូឃ្លាំមើលនោះទេសូមអភ័យទោសតើពុកមាត់កណ្ដុរនេះមកពីណាស្ដាប់ពុកមាត់ទាំងនេះខ្ញុំសូមទោសដែលបានកុហកខ្ញុំមិនទទួលយកទេវីដេអូឃ្លាំមើលនៅទីនេះនឹងមិនត្រូវបានចម្លងទេសៀវអ្នកសុខសប្បាយជាទេតោះបើកបរការចាប់ដៃគ្នាគឺដោយសារតែគាត់សម្របខ្លួនទៅនឹងអ្នកដទៃស៊ូស៊ីអ្នកតែងតែបង្កើតទម្លាប់អាក្រក់ចំពោះកូនសូមប្រមូលពិន្ទុចេញពីទីនេះអ្នកហៅខ្ញុំថាបងប្រុសដូច្នេះអ្នកបានផឹកស្រាហើយមែនទេខ្ញុំនឹងជូនអ្នកទៅផ្ទះមិនចាំបាច់ទេជាវធីម៉ាក់រវល់បន្តិចហើយថ្មីនេះខ្ញុំប្រហែលជាមិនអាចមើលថែអ្នកបានទេហេតុអ្វីបានជាលើកក្រោយមិនរវល់ទេប៉ុន្តែលិខិតឆ្លងដែនរបស់ខ្ញុំមិនទាន់ត្រូវបានដំណើរការនៅឡើយទេបន្ទាប់មកម៉ាក់នឹងនាំកូនទៅលេងរយៈពេល2ថ្ងៃជាមុនសិនយើងនឹងចាក់ចេញនៅពេលដែលលិខិតឆ្លងដែនរបស់យើងរួចរាល់ម្ដាយល្អគឺល្អណាស់
CFG បានបង្ហាញមុខរបស់នាងដល់ពួកគេមុនពេលដែលលោកឪពុកជើអាចមានប្រតិកម្មខ្ញុំត្រូវតែនាំជាវធីចេញឲ្យបានឆាប់តាមដែលអាចធ្វើទៅបានខ្ញុំមិនចាក់ចេញទេខ្ញុំមិនទាន់ដាក់ទោសមនុស្សអាក្រក់ដែលធ្វើបាបម៉ាក់នៅឡើយទេតោះទៅងូតទឹកសិនទៅកាន់តែច្រើនឡើងមនុស្សកាន់តែច្រើននៅទីនោះមិនអីទេចាំបន្តិចខ្ញុំនឹងនាំអ្នកទៅមន្ទីរពេទ្យភ្លាមចំអិនអាហារអូដូច្នេះតាមឈ្មោះតើប្រពន្ធរបស់អ្នកបានបាត់បង់អ្វីដាក់លោកពូចុះចំអិនអាហារតើលោកមិនយល់អ្វីឲ្យប្រាកដទេអ្នកមិនយកលុយតតែសោះមែនទេអ្នកនឹងដឹងថាត្រូវចាក់ចេញនៅពេលដែលអ្នកស្រវឹងនៅថ្ងៃស្អែកចាំខ្ញុំមួយផ្លែតខ្ញុំទៅមុនហើយនោះហើយជារបៀបដែលវាកើតឡើងស្ត្រីដែលធ្វើម្ហូបម្នាក់នេះពិតជាអាក្រក់មែនដូច្នេះស្ត្រីដែលចម្អិនអាហារនេះនាងគ្មានខ្មាស់អៀនសោះវាគឺជាអាពាហ៍ពិពាហ៍ដែលងាយស្រួលប្រើតែឈ្មោះប៉ុណ្ណោះជាអាពាហ៍ពិពាហ៍คล้ายៗតាំងពីដើមមកឥឡូវមើលថាមានអ្វីកើតឡើងពួកគេនៅតែតោងជាប់ហើយមិនព្រមលែងឡើយប្រសិនបើខ្ញុំជាអ្នកខ្ញុំទើបតែយកអង្ករឆៅមកស្ងោរឲ្យឆ្អិនល្មមបន្ទាប់ពីមានកូនតើអ្នកបារម្ភថាគាត់នឹងបន្តរំខានឪពុកម្ដាយរបស់គាត់ទេអូខ្ញុំក៏ចង់ដែរប៉ុន្តែឪពុកខ្ញុំមិនសូវខ្វល់ពីខ្ញុំទេឈៀងយីឱកាសបានមកដល់ហើយលើកនេះឯងត្រូវតែជួយខ្ញុំឲ្យអស់ពីសមត្ថភាពមានអ្វីខុសជាមួយនោះតាមធម្មជាតិអ្នកគួរតែមានជីវភាពធូរធារមែនទេយ៉ាងណាក៏ដោយខ្ញុំគួរតែមានជីវភាពធូរធារភេសជ្ជៈរបស់ជិនយោថ្ងៃនេះស្ថិតនៅលើទូរបស់ខ្ញុំនឹងជូនអ្នកទៅផ្ទះមុនគេប្រញាប់ឡើងហើយទៅឲ្យលឿនសូមជូនពរឲ្យអ្នកមានយប់អាពាហ៍ពិពាហ៍ដ៏រីករាយនិងសូមឲ្យអ្នកសម្រេចគោលដៅរបស់អ្នកជាមួយគ្នាអរគុណខ្ញុំនឹងត្រឡប់មកវិញនៅពេលដែលខ្ញុំក្លាយជាប្រពន្ធអ្នកមានបងជីនចៅចាំខ្ញុំមួយផ្លែតខ្ញុំទៅងូតទឹកមុនស៊ីឈួនអ្នកបានប្រាប់ខ្ញុំនៅអាយុ20ឆ្នាំតើអ្នកជានារីដែលខ្ញុំស្រឡាញ់កាលពីខ្ញុំនៅក្មេងមែនទេចូលយើងកុំគិតតែពីអតីតកាលរបស់ហ្វូយេងហៅអីព្រោះបន្ទាប់ពីយប់នេះអ្នកអាចគ្រាន់តែជាខ្ញុំប៉ុណ្ណោះបងប្រុសធាងឃីវទីបំផុតអ្នកបានក្លាយជារបស់ខ្ញុំហើយចុះមនុស្សម្នាក់នេះវិញពួកគេបានទៅហើយសួស្ដីលេខដែលអ្នកបានចុចត្រូវបានបិទទៅលើនេះក្មេងម្នាក់នេះដល់វេនអ្នកដើម្បីជួសជុលសក់របស់អ្នកហើយកូនកណ្ដុរបានហែនឹងហែទីបំផុតបានរកឃើញម្ដាយខ្ញុំហើយមកឲ្យខ្ញុំនិយាយថាកូនកណ្ដុរតើពុករបស់អ្នកគ្មានទំនួលខុសត្រូវដូចខ្ញុំទេតើវាអាចទៅជាយ៉ាងដូចម្ដេចជីតូចរបស់យើងមានចរិតល្អណាស់ប្រសិនបើពុករបស់អ្នកគឺលោកឆៅដឹងថាអ្នកជាកូនប្រុសរបស់គាត់ពួកគេប្រកាសជានឹងព្យាយាមយកវាពីខ្ញុំជាវជាតើអ្នកចង់ទទួលស្គាល់គាត់ទេខ្ញុំសូមជូនពរឲ្យខ្ញុំមានម្ដាយក្មេងប្រុសល្អហេឆែជឿខ្ញុំហ៊ីវសៀនមានរឿងអ្វីកើតឡើងឪពុកចៅស្រវឹងស្រាបានយំហើយស្រែកថាគាត់ចង់រកអ្នកទេគាត់បានបាត់ខ្លួនពេលខ្ញុំកំពុងប្រើបន្ទប់ទឹកហេស៊ីជូតើអ្នកកំពុងស្ដាប់ទេអ្នកចំណាយពេលយូរណាស់ក្នុងការទៅបង្គន់ទ្វារវត្តត្រូវបានដាក់នៅកន្លែងខុស
Hey si chu sus day តើអ្នកចង់មានន័យយ៉ាងណាដោយការផ្ដោតទ្វារប្រាសាទដោយឥតគិតថ្លៃខ្ញុំនឹងទៅស៊ូឈីងយីអ្នកពិតជាមនុស្សបង្កបញ្ហាមែនបងជីនជើដោះសម្លៀកបំពាក់ចេញមុនពេលចូលគេងជីនជើបើធើមិនក៏អ្នកឯងទៅវិញបងជីនជើអ្នកស្រវឹងហើយដូច្នេះខ្ញុំនាំអ្នកទៅផ្ទះវាយឺតពេលហើយខ្ញុំកំពុងចាក់ចេញឥឡូវនេះជីនជើបើធើតើអ្នកនឹងនៅជាមួយខ្ញុំទេឥឡូវនេះយើងមិនស័ក្តិសមទេហេតុអ្វីបានជាអ្នករកខ្ញុំគ្រប់ពេលនេះអ្នកក៏បាននិយាយថាអ្នកនឹងទទួលខុសត្រូវចំពោះខ្ញុំដែរតើវាដោយសារតែខ្ញុំមិនបានបរិច្ចាគតម្រងនំឲ្យអ្នកមែនទេនោះដោយសារតែចុះពីឡានក្រុងអ្នកបានលង់ស្នេហ៍នឹងគាត់ហើយទេខ្ញុំរៀបការហើយខ្ញុំមានការទទួលខុសត្រូវប៉ុន្តែអ្នកនឹងលែងលះគ្នាហើយគាត់នឹងមិនស្រឡាញ់អ្នកតតែសោះនៅសប្តាហ៍ក្រោយគាត់ស្រឡាញ់ឈៀវយិងគាត់ប្រហែលជាកំពុងបោះខ្លួនឯងទៅក្នុងដៃរបស់ឈៀវយិងឥឡូវនេះហើយយប់នេះតើមានអ្វីកើតឡើងបន្ទាប់យើងនឹងនិយាយអំពីវានៅពេលក្រោយជីនជើបើធើស៊ីជូហេតុអ្វីអ្នកមិនស្លាប់ទៅអ្នកសុខសប្បាយជាទេតើអ្នកចង់ឲ្យខ្ញុំធ្វើអ្វីជាការពិតណាស់ខ្ញុំមិនចង់ឲ្យមានអ្វីកើតឡើងចំពោះអ្នកទេប៉ុន្តែឥឡូវនេះអ្វីបានคล้ายទៅជាធំជាងមុនទៅទៀតមានរឿងអ្វីកើតឡើងផ្ញើវាមកខ្ញុំសប្តាហ៍ក្រោយសូមពន្យល់នាងគ្រាន់តែជាប្រពន្ធរបស់ខ្ញុំតែឈ្មោះទេទោះបីជាខ្ញុំកេងជាមួយស្ត្រីដទៃទៀតក៏ដោយតែខ្ញុំគួរពន្យល់រឿងនេះទៅគាត់ទេអ្នកគ្រាន់តែរឹងរូសប៉ុណ្ណោះអ្នកនឹងស្ដាយក្រោយនៅថ្ងៃណាមួយតើនេះមានអ្វីពាក់ព័ន្ធនឹងខ្ញុំនឹងតាមអ្នកណាដែលគាត់ចង់ឲ្យលឿនជាងនេះឬសូមឲ្យខ្ញុំពន្យល់បន្ទាប់ពីគម្រោងត្រូវបានបញ្ចប់ពួកគេគ្រាន់តែជាមនុស្សចម្លែកឥឡូវនេះមានអ្វីត្រូវពន្យល់អនុប្រធានាធិបតីកំពុងជួបបញ្ហាក្រុមហ៊ុនរបស់យើងលុយនៅក្នុងកណនីបានលេចចេញមកភ្លាមតិចជាង10លានអ្នកមិនគួរសួរនាយកដ្ឋានហិរញ្ញវត្ថុអំពីកណនីទេក្រសួងហិរញ្ញវត្ថុមិនអាចគ្រប់គ្រងវាបានទេថាវិការត្រូវបានផ្ទេរចេញដោយចិត្តនេះអាក្រក់នាយកដ្ឋានព័ត៌មានវិទ្យាបានតាមដានវាពេញមួយយប់តើមូលនិធិនេះមិនត្រូវបានរកឃើញនៅណាទេបើអ្នកមិនអាចធ្វើការងារនោះបានទេគ្រាន់តែចាក់ចេញទៅប្រធានផ្នែកព័ត៌មានវិទ្យានៅតែខិតខំធ្វើការពួកគេបាននិយាយថាឧបទ្ទហេតុលួចចូលប្រព័ន្ធអ៊ីនធឺណិតនេះគឺមិនធម្មតាទេវាហាក់ដូចជាពួកគេកំពុងកំណត់គោលដៅក្រុមហ៊ុនរបស់យើងដោយចេតនាខ្ញុំចង់ឃើញតើអ្នកណានៅទីនេះកុមារគាត់ស្ទើរតែតាមទាន់ខ្ញុំមិននឹកស្មានថាជំនាញរបស់គាត់អស្ចារ្យយ៉ាងនេះទេគាត់បានយកលុយ10លានមកវិញទើបតែទទួលបានព័ត៌មានពីនាយកដ្ឋានហិរញ្ញវត្ថុពួកគេបាននិយាយថាប្រាក់ចំនួន10លានត្រូវបានប្រគល់ទៅក្នុងកណនីវិញរួចហើយអ្នកពិតជាអស្ចារ្យណាស់ទៅប្រាប់វាទៅបើអនាគតកូនមិនអាចមើលថែកូនបានទេទៅផ្ទះមុនម៉ោងអនុប្រធានអង្គការកុមារអ្នកបាននិយាយថាលុយ10លានរបស់យើងត្រូវក្មេងយកទៅហើយឬនោះមិនមែនជាទេពកោសល្យទេខ្ញុំនឹងរវល់ឥឡូវនេះអនុប្រធានគ្រប់គ្រងទូទៅបានបញ្ចប់គំនូររចនារួចហើយតើខ្ញុំអាចចាក់ចេញពីក្រុមហ៊ុន Vigi Group នៅពេលណាដូច្នេះអ្នកពិតជាចង់ចាក់ចេញពី Vigi មែនទេដើម្បីជៀសវាងការពន្យាពេលវេលាល្អរបស់អនុប្រធានាធិបតីប្រសិនបើអនុប្រធានាធិបតីមិនចូលចិត្តគម្រោងនេះខ្ញុំក៏អាចលាលែងពីតំណែងភ្លាមហើយបង់ប្រាក់ពិន័យចំពោះការរំលោភលើកិច្ចសន្យាផងដែរមើលទិដ្ឋភាពចុងក្រោយសូមក្រឡេកមើលឲ្យកាន់តែច្បាស់មុនពេលគម្រោងត្រូវបានបញ្ចប់បុគ្គលិកមិនត្រូវលាលែងពីតំណែងដោយហេតុផលណាមួយឡើយបើមិនដូច្នោះទេសំណងនឹងត្រូវបានផ្ដល់ជូនសម្រាប់ការខាតបង់ទាំងអស់របស់គម្រោងសរុបចំនួន$20,000 លានអាមេរិកអក្សរត្រូវបានសរសេរតូចខ្លាំងណាស់នាមត្រកូលគឺយ៉ាវអ្នកគ្មានខ្មាស់អៀនទេ
បញ្ហាតាក់ទងនឹងផលប្រយោជន៍របស់ក្រុមហ៊ុនខ្ញុំត្រូវប្រុងប្រយ័ត្នត្រឡប់ទៅធ្វើការវិញរយៈពេលសាងសង់យឺតខ្ញុំនៅតែនឹងធ្វើឲ្យអ្នកបង់សំណងបន្ទាប់មកខ្ញុំនឹងឈប់តែម្ដង